Trung Quốcទី571 Elder ចន្យ៉ាងអ្នកបកប្រែជាបកប្រែអ្នកនិពន្ធជាបកប្រែបុរសពពែដល់ស្គនស្គាំងបានមុខភ្នែកដេកលើកៅអីហើយស្រមុកបន្តម្កាចាប់តាំងពីការស្លាប់របស់កម្មយូរូមកថ្ងៃរបស់យើងកាន់តែប្រសើរឡើងព្រឹទ្ធាចារ្យជាយ៉ាងនេះខ្ញុំបានឮជាយូរមកហើយអំពីកេរ្តិ៍ឈ្មោះអាក្រក់របស់គាត់ខ្ញុំមិនបានរំពឹងថានឹងចុះចតក្នុងដៃគាត់នៅទីនេះទេខ្ញុំត្រូវតែទ្រាំជាមួយវាបន្តិចទៀតគាត់ហាក់ដូចជាពិបាកចិត្តយ៉ាងខ្លាំងចំពោះការស្លាប់របស់កម្មយូរូសង្ឃឹមថាខ្ញុំអាចធ្វើវាបាន Elder ជាយ៉ាងចាស់វិស័យល្បីឈ្មោះនៅក្នុងមហាសមុទ្រផ្កាយ9កេរ្តិ៍ឈ្មោះរបស់គាត់ភាគច្រើនគឺដោយសារតែចំណង់ចំណូលចិត្តរបស់គាត់ចំពោះបរិសុទ្ធនៅក្នុងនិកាយគឺសុទ្ធតែជាប្រដាប់ប្រដាក្មេងលេងរបស់គាត់ហើយកម្មយូរូគឺជាសិស្សដ៏ធំបំផុតរបស់គាត់និងជាទីពេញចិត្តបំផុតគាត់បានបញ្ជូនកម្មយូរូចេញមុននេះដើម្បីសម្លាប់លូហ្វេងប៉ុន្តែការពិតត្រូវបានសម្លាប់ជំនួសវិញដែលនេះបានធ្វើឲ្យគាត់មានការខកចិត្តយ៉ាងខ្លាំងកម្មយូរូរបស់ខ្ញុំ Elder ជាយ៉ាងដកដង្ហើមធំអ្នកគ្រូលោកគ្រូមានអ្នកនៅខាងមុខសំឡេងមួយបន្លឺឡើងពីខាងមុខហ៎ Elder ជាយ៉ាងបើកភ្នែករបស់គាត់យ៉ាងលឿនដោយក្រឡេកមើលទៅគាត់បានឃើញរូបស្រមោលចម្ងាយជាង90គីឡូម៉ែត្រយ៉ាងរហ័សយុវជនសក់ខ្លីមានស្នែងពណ៌ខ្មៅពាក់អាវក្រោះពណ៌ប្រាក់គឺគាត់នៅពេលនោះគាត់បានបញ្ជូនសិស្សដ៏ឆ្នើមរបស់គាត់កម្មយូរូទៅចាប់យកលូហ្វេងប៉ុន្តែអ្នកណាដែលរំពឹងថាសិស្សរបស់គាត់នឹងមិនត្រឡប់មកវិញទេការស្អប់បានទូលឡើងក្នុងទ្រូងរបស់គាត់ហើយការបញ្ចេញមតិរបស់គាត់បានរីកចម្រើនភ្លាមចៅតូចគាត់ប្រហឹងយ៉ាងខ្លាំងថាប្រកូលជីវិតសិស្សខ្ញុំវិញអ្នកសាច់កៅអីឆ្លាក់ដ៏ស្អាតនោះបានផ្ទុះភ្លាមធ្វើឲ្យយុវជនកម្រិតសកលលោកទាំងពីរគេចខ្លួនដោយការភ័យខ្លាច Elder ជាយ៉ាងបានខ្លាចជាពន្លឺពណ៌នេះហើយភ្លឺឆ្ពោះទៅចម្ងាយដោយដេញតាមចោលដែលស្អប់លូហ្វេងខ្ញុំពិតជាបានជួបភ្នូចាស់នេះម្ដងទៀតលូហ្វេងបានឃើញរូបភាពពីចម្ងាយដោយមិនស្ទាក់ស្ទើរគាត់បានទៅរាងកាយម៉ូសាភ្លាមពេលព្រឹទ្ធាចារ្យក្រហមហើយហោះទៅលើនោះលូហ្វេងក៏រត់គេចខ្លួនដែរទោះយ៉ាងណាក៏ដោយគាត់បានបន្ថយល្បឿនដោយចេតនាចោលអ្នកចាស់ទុំបានក្រវីថ្មិញហើយសំឡេងរបស់គាត់បានបន្លឺឡើងនៅក្បែរត្រចៀករបស់លូហ្វេងការកើនឡើងនៃថាមពលពិភពលោកបានសង្កត់ទៅលើលូហ្វេងឥឡូវនេះខ្ញុំពិតជាបានរកឃើញអ្នកហើយហាអ្នកនឹងស្លាប់ចូលទៅបញ្ចុះនៅក្បែរកូនសិស្សរបស់ខ្ញុំឈ្មោះកម្មយូរូពេលកំពុងរត់គេចលូហ្វេងធ្វើពុតជាព្យាយាមអំពីសមត្ថភាពដើម្បីរត់គេចភ្នែករបស់គាត់ហាក់ដូចជាពោពេញទៅដោយការភ័យខ្លាចទោះយ៉ាងណាក៏ដោយនៅក្នុងខ្លួនគាត់ពិតជាស្ងប់ស្ងាត់លូហ្វេងចៅហ្វាយផ្នែកទី7នោះនៅឆ្ងាយពីអ្នក18.2គីឡូម៉ែត្រសំឡេងរបស់បាតាបន្លឺឡើងលូហ្វេងកណានីស៊ូនៅក្នុងដៃរបស់គាត់កាន់ភ្លើងពណ៌សប្រាក់បានលេចចេញមកវាមានប្រវែងប្រហែល3ម៉ែត្រគាត់ក៏ចុចប៊ូតុងភ្លាមនៅខាងក្រោយក៏ភ្លឺក្រហមនោះហើយថាមពលពិភពលោករបស់អ្នកចាស់ត្រូវបានផ្សព្វផ្សាយគាត់បានរកឃើញកាន់ភ្លើងភ្លាមនៅក្នុងដៃរបស់ចៅដែលរត់គេចខ្លួន Elder ចន្យ៉ាងគឺជាអ្នកដឹកនាំផ្នែកទ្វីបខាងលើនៃមហាសមុទ្រផ្កាយ9ជាធម្មតាមានកប៉ាល់សកលឬអាវ៉ែមួយចំនួនដើម្បីភ្ជាប់ទៅកាន់សកលលោកនិមិត្តតាមរយៈចក្រវាឡនិមិត្តអ្នកចាស់ទុំដឹងពីតម្លៃនៃកាន់ភ្លើងឡាស៊ែរដោយធម្មជាតិទោះជាយ៉ាងណាគាត់មិនមានវិធីកំណត់ថាវាជាថ្នាក់ណាទេភេទតូចនេះកំពុងតថាមពលកម្រិត9នៃសកលលោកទោះយ៉ាងណាល្បឿនរត់គេចរបស់គាត់គឺអាចប្រៀបធៀបទៅនឹងចាស់ដែនកម្រិត9ហើយគាត់បានសម្រាប់សឹមចាស់ដែនរបស់ខ្ញុំកម្មយូរូហើយឥឡូវនេះគាត់បានយកចេញនៅអ្វីដែលហាក់ដូចជាកាំភ្លើងឡាស៊ែរកម្រិតខ្ពស់ណាស់គាត់ពិតជាមិនមែនមកពីមហាសមុទ្រផ្កាយ9ទេហើយក្រុមហ៊ុន Virtual Universe ជារឿយៗបញ្ជូនមនុស្សដែលមានឋានៈខ្ពស់មួយចំនួនឲ្យចូលមកទីនេះហើយទាំងនេះគឺជាសកលលោកកម្រិត9ណាពងនៅទីនេះប្រហែលជាមកពីក្រុមហ៊ុន Virtual Universe Elder ចន្យ៉ាងមានការភ្ញាក់ផ្អើលនៅក្នុងខ្លួនប្រឆាំងនឹងចាស់វិស័យគាត់ពិតជាហ៊ានដល់កាំភ្លើងឡាស៊ែរគាត់ប្រាកដជាគិតថាគាត់អាចសម្លាប់ខ្ញុំជាមួយវាឬយ៉ាងហោចណាស់ក៏គំរាមខ្ញុំគាត់កំពុងតែភ័យក្នុងចិត្តអ្នកគ្រប់គ្រងកម្រិតទី7ល្បឿនកណនីរបស់គាត់គឺលឿនប៉ុណ្ណាគុំនឹកជាច្រើនបានផុសក្នុងចិត្តរបស់គាត់ភ្លាមរត់ព្យាយាមរត់ម៉ូសាលូហ្វេងងាកមកចំណុចនេះហើយដេញតាមស៊ូនៅក្នុងរូងភ្នំដែលមានខ្យល់បក់ល្បឿនរបស់លូហ្វេងបានកើនឡើងយ៉ាងខ្លាំង10ដងបើប្រៀបធៀបទៅនឹងល្បឿនដែល9ពីមុនគាត់បានឈានដល់ល្បឿនដែលលើពីការបង្កើនល្បឿនភ្លាមរបស់ម្ចាស់វិស័យភាគច្រើនប្រហែលជាអ្នកគ្រប់គ្រងផ្នែកភាគច្រើនបន្តពីបង្កើនល្បឿនដល់ដែនកំណត់របស់ពួកគេនៅលឿនជាងប្រព័ន្ធម៉ូសាទោះជាយ៉ាងណាក៏ដោយការបង្កើនល្បឿនភ្លាមគឺទៀតជាងច្រើនមិនក៏គាត់លឿនម្លេះថាមពលពិភពលោករបស់អ្នកចាស់ទុំបានដឹងថាលូហ្វេងចាប់បានយ៉ាងឆាប់រហ័សភ្លាមនោះការបញ្ចេញមតិរបស់គាត់បានប្រែប្រួលយ៉ាងខ្លាំងថាគាត់ជាគាត់មានចេតនាធ្វើបាបខ្ញុំមុននេះពេលនេះអ្នកចាស់ទុំយល់ថាគាត់ធ្លាក់ក្នុងអន្ទាក់គូប្រជែងអាចប្រើចលនានោះដើម្បីគេចបានយ៉ាងងាយប៉ុន្តែគាត់បានធ្វើពុតជាលឿនដោយមិនសង្ស័យនេះជាអន្ទាក់ខ្ញុំរត់មិនរួចតែខ្ញុំធ្វើដូច្នេះអ្នកចាស់ទុំភ័យស្លន់ស្លោជីភ្លាមនោះគាត់បានប្រើថាមពលពិភពលោករបស់គាត់ដើម្បីចុចកាំភ្លើងឡាស៊ែរទី9នៅក្នុងដៃរបស់លូហ្វេងប៉ុន្តែគាត់មិនអាចដំណើរការវាបានទេមនុស្សល្ងងតាអាវុធប្រណាំងស្វ័យប្រវត្តិមានចន្លោះប្រហោងបែបនេះទេដើម្បីអនុញ្ញាតឲ្យសត្រូវប្រើថាមពលពិភពលោករបស់គាត់ដើម្បីគ្រប់គ្រងអាវុធរបស់ពួកគេលូហ្វេងសាយយ៉ាងត្រជាក់នៅខាងក្នុងខណៈពេលដែលកាន់កាំភ្លើងឡាស៊ែរតែមួយដៃអាវុធថាមពលកម្រិតខ្ពស់ជាធម្មតាមានប្រព័ន្ធអោតផ្ទាល់ខ្លួនសូម្បីតែកប៉ាល់ធម្មតារបស់មនុស្សជាតិក៏មានកាំភ្លើងឡាស៊ែរកម្រិតទី9ដែរបន្ទាប់ពីដកកាំភ្លើងចេញដំបូងគេត្រូវកំណត់សិទ្ធិអំណាចមានតែបន្ទាប់ពីវាអាចប្រើបានលូហ្វេងទទួលបានកាំភ្លើងនេះបន្ទាប់ពីសម្លាប់ម្ចាស់ដែនបាទូពិសេសគាត់បានទទួលបានបាតាដើម្បីសិក្សាវាហើយលុបលុយវាដោយផ្លាស់ប្ដូរសិទ្ធិអំណាចទាំងស្រុងទៅខ្លួនគាត់ព្រះជាម្ចាស់កាយអ្នកត្រូវតែជាតួលេខធំពីក្រុមហ៊ុន Virtual Universe សូមទុកជីវិតឲ្យខ្ញុំបានធ្វើឲ្យអ្នកអន់ចិត្តសំឡេងដ៏មុតស្រួយបន្លឺឡើងក្នុងត្រចៀករបស់លូហ្វេងទីភ្លើងប្រមាននៅលើកាំភ្លើងឡាស៊ែរទី9ប្រែទៅជាពណ៌បៃតងការទុកត្រូវបានបញ្ចប់ដំកើចាស់ទៅងាប់ទៅចលនារបស់លូហ្វេងគឺបីសាច់ដោយគ្រាន់តែពន្លឺពីគាត់បានវត្តចម្ងាយប្រហែល800ម៉ែត្រហើយគាត់បានចុចប៊ូតុងខ្នងកាំភ្លើងឡាស៊ែរបានចាក់សារដោយស្វ័យប្រវត្តិលើគោលដៅរបស់វាជីពន្លឺពណ៌សភ្លឺចាំងចេញពីធំខណៈដែលវាបានចេញវាបានឈានដល់ថ្នាក់ម្ចាស់ផ្នែកទី7ព្រឹទ្ធាចារ្យជាយ៉ាងរួចហើយអ្នកចាស់សម្លឹងមុខធំជ្រុងភ្នែកបែកពេញដោយភាពភ័យខ្លាចឈួននឹងសក់គាត់បានព្យាយាមអំពីសមត្ថភាពដើម្បីគេចដោយបញ្ចូលថាមពលពិភពលោករបស់គាត់ទៅក្នុងអាវក្រោះសែនរបស់គាត់ដើម្បីការពារខ្លួនគាត់ថែមទាំងប្រើថាមពលពិភពលោកដើម្បីបង្កើតជាខែលការពារអ្នកសាច់នៅក្រោមពន្លឺភ្លឺចាំងនិងភ្លើងពណ៌សពីដែកសែនបានបំបែកការវាយប្រហារទាំងអស់ពេញរាងកាយរបស់អ្នកចាស់ដែលបណ្ដាលឲ្យរាងកាយទាំងមូលរបស់គាត់ដួលរលំភ្លាមក្នុងពេលដំណើរគ្នានោះគ្រឿងសឹកក៏ឆេះអស់តាំងពីករហូតដល់ជើងអ្វីទាំងអស់ត្រូវបានកាត់បន្ថយទីបំផុតកម្លាំងនៃក្នុងបណ្ដាលឲ្យក្បាលនិងជើងរបស់គាត់ដុតពីសីតុណ្ហភាពខ្ពស់ដោយគ្មានអ្វីបន្សល់ទុកឡើយពន្លឺពណ៌សបានបន្តដំណើរឆ្ពោះទៅកាន់ជញ្ជាំងឆ្ងាយភ្លាមនោះជញ្ជាំងបានញាត់ទឹកកករាប់មិនអស់បានរលាយហើយក្រោយមកចាប់តាមពុះបង្កើតជាអពណ៌ស
ហូឡាចន្លោះជុំវិញញ័រនៅពេលដែលចៅហ្វាយផ្នែកស្លាប់របស់របរជាច្រើនបានលេចចេញមកហើយចុះចតទាំងនេះគឺជាវត្ថុទាំងអស់ដែលត្រូវបានរក្សាទុកនៅក្នុងពិភពខាងក្នុងរបស់គាត់ដែលបានដួលរលំបន្ទាប់ពីការស្លាប់របស់គាត់ក្រណាស់លួហ្វេងក្រឡេកមើលស្លាកខ្មៅនៅពីចម្ងាយហើយពួកវាជាច្រើននៅរីប៉ាយពីពេញប្រមូលលួហ្វេងបានប្រមូលស្លាកខ្មៅនិងទ្រព្យសម្បត្តិដ៏មានតម្លៃទាំងអស់សម្រាប់សមាជិក Snow ដូចជាលួហ្វេងដែលនៅមានភាពរញ៉េរញ៉ៃដែលក្រុមហ៊ុន Virtual Universe គ្រប់គ្រងឲ្យគាត់ច្រើនជាងនេះតាមធម្មជាតិគាត់មិនអាចរំខានបានទេប៉ុន្តែបង្ហាញក៏ការសម្លាប់ម្ចាស់ផ្នែកពិតជាផ្ទាល់ស្លាកជាច្រើនទៀតនៅពេលដែលខ្ញុំបញ្ចូលកញ្ចប់ពីមុនមកខ្ញុំបានលើស្លាកខ្មៅចំនួន 7,000 រួចហើយទោះជាយ៉ាងណាក៏ដោយស្លាកឥឡូវនេះខ្ញុំមានជាង 7,000 ហៅកាយកាន់តែរឹងមាំស្លាកកាន់តែច្រើនដែលគាត់នឹងទទួលបានបាទទូដែលជាម្ចាស់កាំភ្លើងឡាស៊ែរពីមុនបានសម្លាប់ម្ចាស់វិស័យមួយនិងអ្នកផ្សេងទៀតដូច្នេះគាត់មានស្លាកជាច្រើន Elder ជាយ៉ាងនេះខ្លាំងដូច្នេះគាត់ក៏មានស្លាកជាច្រើនផងដែរប្រហែលជាខ្ញុំពិតជាអាចទទួលបានស្លាកខ្មៅជាង 10k នៅពេលដែលថ្ងៃរបស់គាត់នៅលើភ្នំឌីមុននៅកាន់តែយូរលួហ្វេងបានដឹងពីគ្រោះថ្នាក់បន្តិចម្ដងថ្ងៃមួយខណៈពេលដែលគាត់កំពុងអង្គុយផ្ញើជើងដោយស្មារតីរបស់គាត់នៅក្នុងសាកលនិមិត្តកំពុងសិក្សាវគ្គទី3នៃពេលវេលាលំហខណៈពេលដែលគាត់កំពុងច្រមុះគាត់មិនបានខ្លះទីក្នុងរូងភ្នំអស់រយៈពេល6ថ្ងៃជាប់គ្នាបន្ទាប់មកគាត់បានដឹងថាបន្ទាប់ពីមិនបានខ្លះទីអស់រយៈពេល6ថ្ងៃគាត់ពិតជាត្រូវបានវាយប្រហារដោយបិសាចគួរឲ្យខ្លាចចំនួន3ទាំង3នេះមានសមត្ថភាពក្នុងវិស័យធ្វើពុតជាព្រះអង្គម្ចាស់ជាពិសេសមួយតែវាគ្រប់គ្រាន់ហើយសម្រាប់សូម្បីតែម្ចាស់ផ្នែកកម្រិត7ឬ8សំណាងហើយដែលស្មារតីរបស់ខ្ញុំរឹងមាំហើយខ្ញុំបានជ្រើសរើសភ្នំឌីមុននោះប្រសិនបើខ្ញុំរើសភ្នំទឹកកកខ្ញុំនឹងមិនអាចទ្រាំទ្របានយូរទៀតទេគាត់មានការភ្ញាក់ផ្អើលនៅខាងក្នុងប្រសិនបើវាជាអ្នកផ្សេងមិនមែនគាត់នៅទីនេះទេនោះជាមនុស្សនោះយូរហើយនឹងខ្លាយជាខ្មោចឆៅនៅថ្ងៃទី109នៅលើភ្នំឌីមុននោះអ្នកសាច់សំឡេងរោពីចម្ងាយបានបន្លឺឡើងពីចម្ងាយលួហ្វេងដែលអង្គុយកាត់ជើងបានខ្លាយជារូបសំណាកទឹកកកគាត់បានបើកភ្នែកឡើងហើយស្រទាប់ទឹកកកបានបែកគាត់ក្រោកឈរសម្លឹងមើលពីចម្ងាយមានអ្នកណាម្នាក់បន្ទាប់ពីការទប់ពីចម្ងាយយ៉ាងលឿនសត្វហ្គូរីឡាកម្ពស់300ម៉ែត្រកំពុងដេញតាមយុវជនកម្រិតទី9របស់សកលលោកយុវជននោះគេអាវក្រោមមានចលនារបស់គាត់គឺបិសាចឯកភ្នែករបស់លួហ្វេងគឺសមាជិកកម្រិតសកលលោកក្នុងតំបន់ព្រីម៉ាម៉ូលួសមាជិកកម្រិតចក្រវាឡក្នុងតំបន់បឋមរបស់ក្រុមហ៊ុន Virtual Universe មាន3ដើមដំបូងនៅពេលដែលទេពកោសល្យថ្មីបូឡាននិងឡងយុនត្រូវបានរួមបញ្ចូលដែលបានធ្វើ5នៃពួកគេហើយម៉ូលួគឺជាមនុស្សចាំម្នាក់ក្នុងចំណោម3នាក់នៅក្នុងនោះជំពូកទី572ម៉ូលួអ្នកបកប្រែ Translation Nation Editor Translation Nation ដោយសារតែការប្រកួតជម្រុះនាពេលខាងមុខសមាជិកតំបន់បឋមកម្រិតសកលនិងព័ត៌មានជាក់លាក់របស់ពួកគេត្រូវបានប្រមូលដោយលួហ្វេងបើនិយាយពីកម្លាំងវិញអ្នកចំណាស់ទាំង3នាក់នៃតំបន់បឋមមានកម្លាំងខ្លាំងជាងការប្រណាំង Mother Flame Sajin Fire ដែលគាត់ធ្លាប់ចាញ់ពីមុនទៅទៀតយ៉ាងហោចណាស់ឥឡូវនេះនៅខាងក្នុងការប្រកួតជម្រុះគាត់មិនមានទំនុកចិត្តក្នុងការយកឈ្នះនរណាម្នាក់ក្នុងចំណោមពួកគេឡើយតាមពិតទៅវាមិនច្បាស់ទេក្នុងចំណោមមនុស្សចាស់ទាំង3នាក់លួហ្វេងពិតជាមានការគោរពបំផុតចំពោះម៉ូលួមកពីប្រទេស South Fox សកលលោកដើមឡើយជាក្មេងកំព្រានៃភពផែនដីដ៏ក្រៀមក្រំដែលជាសំណល់នៃសង្គ្រាមតែម្នាក់ឯងដោយគ្មានឈ្មោះឬអត្តសញ្ញាណក្រោយមកគ្រួសារម៉ូបានកាន់កាប់ភពជីវិតជាង1.000នៅលើទឹកដីហើយបានរកឃើញបន្ទាយសម្រាប់ចិញ្ចឹមកូនកក់មរណៈរបស់ខ្លួនទោះយ៉ាងណាក៏ដោយក្នុងអំឡុងពេលដំណើរការម៉ូលួបានបង្ហាញទេពកោសល្យមិនគួរឲ្យជឿដូច្នេះគាត់ត្រូវបានគេដាក់ឈ្មោះថាគ្រួសារម៉ូស្រូបយកដោយគ្រួសារនឹងចាប់តាំងពីពេលនោះមកឈ្មោះរបស់គាត់បានក្លាយជាម៉ូលួបន្ទាប់ពីទទួលបានការចិញ្ចឹមបីបាច់ពេញលក្ខណៈរបស់គ្រួសារភាពប្រសើរឡើងរបស់គាត់កាន់តែអាក្រក់ទៅយ៉ាងឆាប់រហ័សសូម្បីតែព្រឹទ្ធាចារ្យនៃគ្រួសារអ្នកចម្បាំងកម្រិតទី9នៃសាកលលោកក៏គ្មានអ្វីនៅសល់ដើម្បីបង្រៀនគាត់ដែរមិនយូរប៉ុន្មានម៉ូលួត្រូវបានរកឃើញដោយសមាជិកនៃនិមិត្តក្រុមហ៊ុន Universe ដែលឈរជើងក្នុងតំបន់របស់គាត់ហើយត្រូវបានទទួលយកភ្លាមៗក្នុងនាមជាឯកសារជនពិសេសដោយក្រុមហ៊ុន Virtual Universe ឯកសារជនដែលស្រូបបាននៃក្រុមហ៊ុន Virtual Universe ត្រូវតែប្រកួតប្រជែងក្នុងចំណោមពួកគេផងដែរយ៉ាងឆាប់រហ័សគាត់ត្រូវបានស្រូបចូលជាសមាជិក Snow ផ្ទៃក្នុងឆ្នាំដដែលនោះព្រះអង្គយាងកាត់ភ្នំមេឃហើយចូលទៅក្នុងតំបន់មេឃនិងដីបន្ទាប់ពីការប្រកួតជម្រុះពីគាត់បានធ្វើដំណើរទៅកាន់តំបន់បឋមខ្លាយជាសមាជិកមួយក្នុងចំណោមសមាជិកតំបន់បឋមខ្ពស់និងខ្លាំងក្លាលួហ្វេងនិងអ្នកផ្សេងទៀតត្រូវបានទទួលយកជាសមាជិក Snow តាមរយៈសមរភូមិដ៏ប៉ិនប្រសប់ទោះយ៉ាងណាក៏ដោយម៉ូលួគឺជាមនុស្សម្នាក់ដែលបានកើនឡើងបន្តិចម្ដងតាមរយៈជួរបន្ទាប់ពីត្រូវបានស្រូបយកជាឯកសារជនដូច្នេះហើយគាត់មានការគោរពចំពោះម៉ូលួនេះមូលហេតុដំបូងគឺដោយសារតែការលំបាកនិងប្រវត្តិរបស់គាត់មូលហេតុទី2គឺដោយសារតែបច្ចេកទេសប្រយុទ្ធរបស់គាត់ខ្លួនឯងបានបង្កើតការតាប់ដៃវះអ្នកប្រយុទ្ធភាគច្រើនប្រើដាវកាំភ្លើងទូថៅដំបងជាដើមអាវុធគ្រប់ប្រភេទទោះយ៉ាងណាក៏ដោយម៉ូលួពឹងផ្អែកលើរាងកាយរបស់គាត់ការតាប់ដៃនិងជើងរបស់គាត់យោងតាមគ្រូអធិរាជពិតយ៉ាងភាគច្រើនចាប់ផ្ដើមដោយការរៀនពីបច្ចេកទេសដែលមនុស្សជំនាន់មុនបានប្រើពេលដែលការយល់ច្បាប់របស់មនុស្សកើនឡើងអ្នកនឹងរកឃើញផ្នែកនៃបច្ចេកទេសដែលមិនសមនឹងខ្លួនគាត់ដូច្នេះគាត់នឹងបង្កើតមួយដំណើរការនេះគឺមានសារៈសំខាន់មិនគួរឲ្យជឿលួហ្វេងច្បាស់ណាស់អំពីរឿងនេះគ្រូស្ទើរតែ 99.99% នៃអានលីងនឹងបង្កើតបច្ចេកទេសផ្ទាល់ខ្លួនរបស់ពួកគេសំស្របនឹងខ្លួនគេបច្ចេកទេសទាំងនេះការបង្កើតពួកវាឲ្យបានឆាប់តាមដែលអាចធ្វើទៅបានមិនមែនជាមធ្យោបាយដ៏ល្អបំផុតនោះទេនៅពេលដែលការយល់ដឹងច្បាប់ខ្សោយវាមិនសមហេតុផលទេក្នុងការបង្កើតបច្ចេកទេសព្រោះថាការយល់ដឹងកាន់តែខ្សោយបច្ចេកទេសកាន់តែងាយនឹងវង្វេងចេញពីផ្លូវពិតម៉ូលួនេះជាមួយនឹងការតាប់ដៃសត្វរបស់គាត់សូម្បីតែគ្រូយ៉ាងបានសរសើរវាក៏ដោយលួហ្វេងបានឃើញវីដេអូរបស់គាត់ដោយប្រើការតាប់ដៃសត្វគាត់ពោពេញដោយការគោរពនៅក្នុងរូងភ្នំដ៏ត្រជាក់នោះយុវជនស្លៀកពាក់អាវក្រោះពណ៌មាសបានលោតពីចំហៀងទៅខាងម៉ូតូផ្លេកបន្ទោយ៉ាងលឿនជាមួយសត្វស្វាហ្គូរីឡាដ៏ធំសម្បើមញាក់សាច់រូងភ្នំបានមកជាមួយនឹងស្រទាប់ទឹកកកដែលបំបែកចេញពីគ្នាខណៈដែលសត្វស្វាហ្គូរីឡាបានក្រហមនឹងដើរយ៉ាងឆ្កួតហើយក្រវីបាតដៃដ៏ធំរបស់វាយុវជនពាក់ពាក្យដែលមានភាពរហ័សរហួនមិនគួរឲ្យជឿលឿនដោយផ្លេកបន្ទោកិច្ចខ្លួនម្ដងហើយម្ដងទៀតទោះបីជាយ៉ាងណាក៏ដោយបាននិយាយពីល្បឿនវិញវាច្បាស់ណាស់ថាហ្គូរីឡាលឿនជាងលឿនណាស់គាត់ឈានដល់យុវជនក្នុងជំហានដ៏ធំមួយពីពុំយុវជនពីដែកនេះបានមើលទៅយំហ្គូរីឡាបានតែកំភ្លៀងយ៉ាងខ្លាំងស៊ូយុវជនពីដែកនេះពិតជាបានឈប់ជើងរបស់គាត់ខណៈបាតដៃហៀបនឹងបុកនោះទើបគាត់តិចនៅពេលចុងក្រោយនេះធ្វើឲ្យសត្វស្វាហ្គូរីឡាបានឈប់រលករបស់វាភ្លាមៗហើយបានបង្វិលដៃរបស់វាសម្រាប់ការវាយប្រហារមួយផ្សេងទៀតក្នុងពេលនោះយុវជនក៏ហោះឡើងយ៉ាងលឿនយុវជនចាប់រៀងដៃវែង10ម៉ែត្ររបស់សត្វស្វាហើយវាគាត់យ៉ាងខ្លាំងអ្នកសាច់ហ្គូរីឡាកម្ពស់300ម៉ែត្រត្រូវបានគេបោះចោលលើដីយ៉ាងខ្លាំងទៅក្នុងដីទឹកកក
រញ៉េរញ៉ៃរបស់ដ៏មហិមាបែបនេះស្ទើរតែដូចភ្នំតូចមួយបុកចូលទៅក្នុងស្រទាប់ទឹកកកទន្លស្រទាប់ទឹកកកជាច្រើនធ្វើឲ្យផ្ទៃខាងដីបែកខ្ញែកហើយនៅពេលដែលសត្វពាហនៈទាំងមូលត្រូវបានបោះចេញពីម្រាមដៃតែមួយនោះជាធម្មជាតិសន្លាក់នៃម្រាមដៃនោះត្រូវបានខូចយំគូរីឡាបានប្រហឹងដោយកំហឹងងើបឡើងលើហើយក្រវីបាតដៃលួហ្វេងដែលនៅមិនឆ្ងាយកិច្ចញាក់ឲ្យពេលគាត់មើលកន្លែងកើតហេតុពេលកំពុងធ្វើចលនារាងកាយរបស់គាត់ទាំងមូលប្រៀបដូចជាទឹករងម្រាមដៃខណៈពេលដែលគាត់បញ្ចេញកម្លាំងរបស់គាត់ពិតជាប្រើកម្លាំងរបស់គូរីឡាប្រឆាំងនឹងគាត់ហើយបោះសត្វសាហាវទាំងមូលហើយដូចជាការបន្ថែមប្រេងទៅក្នុងអន្តាភ្លើងបំបែកម្រាមដៃបន្ទាប់មកអស្ចារ្យនឹងមិនគួរឲ្យជឿក្នុងពេលតែមួយវាមើលទៅសាមញ្ញទោះជាយ៉ាងណាទល់នឹងក្នុងដូចដើមថ្នោតលោកលួហ្វេងបានចោទសួរខ្លួនឯងថាតើគាត់ហ៊ានអញ្ជើញបាតដៃមកចាប់ម្រាមដៃមួយនោះឬអត់គាត់គ្មានសមត្ថភាពបែបនេះទេម៉ូលួសកលលោកកម្រិតទី9ពីដៃមាសនេះគឺជាទម្រង់ជំនួយជីវិតរបស់ម្ចាស់ដែនកម្រិត9តាមជំនាញប្រយុទ្ធរបស់គាត់រាងកាយរបស់គាត់ធ្វើចលនាដូចគ្នាគាត់ប្រហែលជាអាចបញ្ចេញកម្លាំងធម្មតារបស់គាត់បាន100ដងអាសនៈដែលមិនទាន់ស្លាប់គឺជាការសាកល្បងនៃការប្រឹងប្រែងរបស់មនុស្សម្នាក់100ជាដែនកំណត់ទោះជាយ៉ាងណាក៏គ្មានប្រយោជន៍ដែរបាតាបាននិយាយថាអ្វីដែលគួរឲ្យខ្លាចបំផុតអំពីសត្វនេះគឺថាវាមិនស្លាប់សូម្បីតែដោយសាររបួសធ្ងន់ធ្ងរលួហ្វេងមុខបាទោះបីជាសត្វនេះត្រូវបានកាត់ជាបំណែកក៏ដោយក៏វានៅតែបង្កើតឡើងវិញបន្តិចម្តងក្នុងអំឡុងពេលប្រយុទ្ធគ្នាវាម៉ូលួនិងហ្គូរីឡាសត្វនេះត្រូវបានរងរបួសឥតឈប់ឈរទោះបីជាយ៉ាងណាក៏ដោយវានៅតែរក្សាដៃខាងលើខ្ញុំនឹងជួយគាត់លួហ្វេងញញឹមពិបាកណាស់ម៉ូលួឈរលើក្បាលសត្វស្វាហ្គូរីឡាហើយនិយាយរអ៊ូថាមិនថារបួសធ្ងន់ប៉ុណ្ណាក៏នៅតែគ្មានប្រយោជន៍ដែរបាដៃរបស់សត្វស្វាហ្គូរីឡាបានក្រវីទៅមុខហើយម៉ូលួបានភ្លឺឡើងដោយរត់ជំវិញរាងកាយដ៏ធំរបស់វាស្រាប់តែពីរ៉ាមីតពណ៌ប្រាក់បានលេចចេញពីចម្ងាយពន្លឺពណ៌សភ្លឺចាញ់ចាំងនៅលើកំពូលពីរ៉ាមីតកាណុងឡាសេម៉ូលួសម្លឹងមើលយ៉ាងភ្ញាក់ផ្អើលគាត់បានបាញ់ចំនួន3គ្រាប់ហើយគេចពីចម្ងាយជីក្នុងពន្លឺដែលមានអង្គផ្ចិត200ម៉ែត្របានហោះកាត់សត្វស្វាហ្គូរីឡារាងកាយដ៏ធំរបស់វាភ្លាមបានបាត់បង់ពាក់កណ្ដាលរបស់វាបន្សល់ទុកតែក្បាលនិងជើងរបស់វានៅសល់រលាយទាំងស្រុងពាក់កណ្ដាលនៃក្នុងពន្លឺក៏ត្រូវបានបាត់បង់បន្ទាប់ពីការរលាយសត្វទាំងមូលពាក់កណ្ដាលដែលនៅសល់បានចុះចតនៅលើជញ្ជាំងខាងក្រៅធ្វើឲ្យផ្នែកមួយនៃវារលាយវាអូតូម៉ាតុនកាណុងឡាសេ E3 មិនថាវាជាកាណុងបាញ់ឡាសេ 9 E3 ឬកាំជ្រួចកាយ3នៅលើប៉ានោះទេពួកវាសុទ្ធតែមានធំដូចជាកាណុងឡាសេ E3 ពន្លឺដែលវាបាញ់ចេញអាចជាគ្រប់គ្រងពី30ម៉ែត្រទៅ3ពាន់ម៉ែត្រកប៉ាល់អូតូម៉ាតុនម៉ូលួសម្លឹងមើលដោយការភ្ញាក់ផ្អើលកប៉ាល់នោះបានបាត់ខ្លួនយ៉ាងលឿនហើយយុវជនស្នែងពណ៌ខ្មៅម្នាក់បានដើរឆ្លងកាត់តែមុខមាត់របស់គាត់ដែលបានត្រឡប់ទៅដូចដើមវិញរូបរាងម៉ូលួលួហ្វេងស្រែកលួហ្វេងម៉ូលួសម្លឹងមើលទៅលួហ្វេងទាំងកក់ស្លុតអ្នកក៏មកក្នុងរីម៉ុនណូតដែរអ្នកនៅទីនេះហេតុអ្វីខ្ញុំមិនអាចមកលួហ្វេងញញឹមម៉ូលួមានការកក់ស្លុតយ៉ាងខ្លាំងចាប់តាំងពីការប្រកួតជំរុំនឹងមកដល់គាត់បានធ្វើកិច្ចការផ្ទះរបស់គាត់ផងដែរអំពីអ្នកដែលនឹងក្លាយជាគូប្រកួតរបស់គាត់បានចាប់អារម្មណ៍លើលួហ្វេងដោយធម្មជាតិដោយសារតែលួហ្វេងធម្មតាពេករឿងពីនេះទៅទៀតទោះបីជាគាត់មិនបាននៅក្នុងក្រុមហ៊ុនវាជួនយូនីវើយូពេកក៏ដោយហើយគាត់បានយកឈ្នះសាជីនហ្វាយអឺដ្រាហ្គនរួចហើយកម្រិតនៃការកែលម្អនេះពិតជាមានសម្ពាធលើអ្នកដទៃហូលក្បាលរបស់សត្វស្វានៅលើដីតាមពិតនៅតែបន្លឺសំឡេងបន្លឺឡើងម៉ូលួសម្លឹងមើលក្បាលហើយទឹកមុខរបស់គាត់បានផ្លាស់ប្ដូរដោយស្រែកថាលួហ្វេងចូលយើងផ្លាស់ទីយ៉ាងលឿនស៊ូម៉ូលួរត់ចេញយ៉ាងលឿនលួហ្វេងមានការសង្ស័យប៉ុន្តែគាត់ក៏បានខ្លាចជាពន្លឺមួយហើយក៏ដើរតាមយ៉ាងលឿនម៉ូលួនាំមុខហើយលួហ្វេងតាមពីក្រោយពួកគេទាំងពីរបានបន្តហោះហើរតាមរូងភ្នំចំនួន3មុនពេលឈប់លួហ្វេងម៉ូលួចុះចតលើទឹកកកហើយញញឹមដាក់លួហ្វេងខ្ញុំបានឮពីគេឈ្មោះរបស់អ្នកជាយូរមកហើយប៉ុន្តែខ្ញុំមិនដែលជួបអ្នកពីមុនមកខ្ញុំមិននឹកស្មានថាអាចជួបអ្នកនៅទីនេះទេនៅលើភ្នំរីម៉ុនណូតលួហ្វេងមុខក្បាលបន្ទាប់មកគាត់មុខក្បាលថាត្រូវហើយម៉ូលួហេតុអ្វីបានជាអ្នកប្រញាប់រត់ទៅមុននេះគាត់ប្រវីក្បាលដោយមិនដឹងខ្លួនវាបែបនេះហើយឡានមិនឆ្ងាយប៉ុន្មានពីកន្លែងដែលខ្ញុំជួបសត្វនោះមានសម្បុកសត្វសម្រាប់រយៈពេល2ថ្ងៃកន្លងមកនេះខ្ញុំត្រូវសត្វដែលដាច់ឆានដេញតាមហើយព្យាយាមរត់តិចទោះយ៉ាងណាក៏ដោយពឹងផ្អែកលើខ្លួនខ្ញុំមិនអាចសូម្បីតែដោះស្រាយសត្វនេះពីមុនមកវាសកលល្បឿនហោះហើរត្រង់របស់កប៉ាល់គឺលឿនទោះជាយ៉ាងណាក៏ឆ្លងកាត់រូងភ្នំដោយត្រូវបន្ថយល្បឿននិងបង្កើនល្បឿនជានិច្ចវាមិនអាចសូម្បីតែប្រៀបធៀបទៅនឹងខ្ញុំដែលពឹងផ្អែកលើទម្រង់ជីវិតលោហៈរបស់ខ្ញុំលួហ្វេងមុខក្បាលការបង្កើនល្បឿនរបស់កប៉ាល់សកលលោកជាទូទៅយឺតហើយត្រូវការពេលវេលាមុនពេលឈានដល់ល្បឿនពន្លឺជាការពិតណាស់កប៉ាល់អូតូម៉ាតុនរបស់គាត់គឺប្រសើរជាងជាមួយនឹងការបង្កើនល្បឿនយ៉ាងរហ័សប៉ុន្តែវានៅតែស្លេកមកប្រៀបធៀបទៅនឹងការបង្កើនល្បឿនភ្លាមៗរបស់ Mosa Clansman ហើយកប៉ាល់របស់ខ្ញុំមិនមានកម្លាំងភ្លើងដូចរបស់អ្នកទេម៉ូលូក្រវីក្បាលដូច្នេះខ្ញុំបានជាប់យ៉ាងហើយសម្បុកសត្វលួហ្វេងមុខក្បាលគាត់ក៏ធ្លាប់ជួបម្ដងដែលសម្បុកសត្វនេះពិតជាគួរឲ្យខ្លាចមិនអីទេខ្ញុំមិនហ៊ានចូលកន្លែងបែបនេះទៀតទេគាត់មុខក្បាលហើយសម្លឹងមើលទៅលួហ្វេងដោយចង់ដឹងថាលួហ្វេងតើអ្នកមកទីនេះយូរប៉ុណ្ណាហើយតើអ្នកបានជួបទេគ្រោះថ្នាក់មិនបានសូម្បីតែ4ខែគាត់បានឆ្លើយថាមិនយូរដូចជាអ្នកមុនពេលគាត់ចូលមានសមាជិកស្នូលចំនួន2រួចហើយនៅទីនេះចាត់ស្ដែងឥឡូវនេះគាត់អាចបញ្ជាក់បានថាម្នាក់ក្នុងចំណោមពួកគេគឺម៉ូលូមើលទៅអ្នកក៏ចង់ស្នាក់នៅ3ឆ្នាំដែរផ្នែករបស់ម៉ូលូភ្លឺដោយលន់មាត់ក្នុងកំណត់ត្រាបិសាចនេះមានគ្រោះថ្នាក់យ៉ាងខ្លាំងជាពិសេសកំណត់ត្រាបិសាចសំណាងហើយដែលខ្ញុំបានរកឃើញគំរូមួយបើមិនដូច្នេះទេខ្ញុំនឹងខ្លាចជាយូរមកហើយមកឆៅគំរូលួហ្វេងសម្លឹងមើលគាត់ដើម្បីរស់បានយូរនេះអ្នកមិនបានរកឃើញគំរូទេម៉ូលូសួរលួហ្វេងភ្ញាក់ផ្អើលក្រៅពីកម្លាំងលេខដ៏គួរឲ្យភ័យខ្លាចនៃរូងភ្នំមួយនោះអារក្សផ្សេងទៀតមិនបានគំរាមកំហែងដល់គាត់ទេដូច្នេះហើយគាត់មិនដែលគាត់សម្គាល់គំរូទេចំណុចទី1កុំនៅនឹងកន្លែងយូរពេកពេលវេលាកន្លងផុតទៅការវាយប្រហាររបស់បិសាចខ្លាំងបំផុតនឹងកាន់តែខ្លាំងម៉ូលូញញឹមនេះអ្នកគួរដឹងហើយសូម្បីតែជនជាតិដើមដឹងរឿងនេះជំពូកទី573ក្រហមនៅក្នុងទីជ្រៅអ្នកបកប្រែ Translation Nation Editor Translation Nation Editing មួយឯខ្នាតលួហ្វេងមុខក្បាលគឺទីខ្យល់បក់បោកចូលទៅក្នុងចិត្តនិងប្រឡងលួហ្វេងនិងម៉ូលូបានជជែកគ្នាជាធម្មតាគំរូទី2ក៏ជាហេតុផលដែលខ្ញុំអាចរស់បានរហូតមកដល់ពេលនេះម៉ូលូញញឹមខ្ញុំបានបំបីកំណត់ចំណាំអរិយជាចម្បងទៅជាសិស្សអ្នកធ្វើដំណើរកាយតារាសកលលោកម្ចាស់ដែលនឹងកម្រិតម្ចាស់ផ្នែកលួហ្វេងអ្នកគួរតែបានដឹងថាកំណត់ត្រាបិសាចសំខាន់នៅលើក្នុងកំណត់ត្រាបិសាចនេះគឺជាចម្បងជំវិញអ្នកដំណើរកាយដល់កម្រិតម្ចាស់ដែរលួហ្វេងមុខក្បាលពិតហើយកម្រនឹងជួបប្រទះនឹងកំណត់ត្រារបស់ស្តេកបិសាចណាស់គំរូដែលខ្ញុំបានរកឃើញគឺកន្លែងណាមានកំណត់សម្គាល់បិសាចកម្រិតកាយបន្ទាប់មកតំបន់នោះក៏នឹងមានកំណត់សម្គាល់បិសាចកម្រិតសកលផងដែរ
កន្លែងណាដែលមានកម្រិតអ្នកធ្វើដំណើរកាយនោះនឹងមានកំណត់សម្គាល់បិសាចកម្រិតម្ចាស់ដែនទីមុននោះគឺខ្សោយបំផុតឱកាសកាន់តែខ្ពស់ក្នុងការមានកំណត់សម្គាល់បិសាចខ្លាំងលួហ្វេងភ្ញាក់ផ្អើលក្នុងចិត្តគាត់នឹកឃើញយ៉ាងរហ័សនៅកន្លែងជាច្រើនដែលគាត់បានទៅក្នុងរយៈពេល100ថ្ងៃកន្លងមកដោយសារតែប៉ុន្មានថ្ងៃកន្លងមកនេះមានតែការកត់ចំណាំអារក្សនៅក្នុងព្រៃទឹកកកតែប៉ុណ្ណោះគំរាមកំហែងដល់គាត់ចំពោះកន្លែងផ្សេងទៀតគាត់ពិតជាមិនបានរំខានទេតាំងពីថ្នាក់សិស្សរហូតដល់ថ្នាក់ម្ចាស់ផ្នែកសៀវភៅអារក្សទាំងនេះគ្មានការគំរាមកំហែងដល់គាត់តែសោះដូច្នេះគាត់មិនរំខានស្វែងយល់ពីលំនាំឥឡូវគាត់គិតយ៉ាងអត់ចត់ជាមួយនឹងអង្គចងចាំដែលអាចប្រៀបធៀបបាននឹងល្បឿនគណនី AI របស់គាត់បានរំលើកកភ្លាមៗនៅកន្លែងដែលគាត់មានអារម្មណ៍ថាមានកំណត់ចំណាំរបស់បិសាចត្រូវហើយផ្នែករបស់លួហ្វេងភ្លឺជាការពិតមានកន្លែងខ្លះដែលកម្លាំងសម្គាល់របស់បិសាចគឺគ្រាន់តែជាកម្រិតកាយនិងសកលលោកប៉ុណ្ណោះអ្នកខ្លះស្ថិតក្នុងកម្រិតអ្នកដំណាប់កាយនិងកម្រិតម្ចាស់ដែនកន្លែងតិចតួចណាស់មានសិស្សនិងថ្នាក់ម្ចាស់ផ្នែកពេលវេលាកន្លងផុតទៅការចែកចាយកំណត់ត្រារបស់បិសាចនឹងខ្លាំងតដោយបង្ខំឲ្យអ្នករាល់គ្នាបន្តធ្វើចលនាទោះជាយ៉ាងនេះក្តីទាំងអស់នេះគ្មានប្រយោជន៍សម្រាប់ខ្ញុំទេគ្រូហ្វុងគិតក្នុងចិត្តអារក្សក៏សម្គាល់នៅលើភ្នំនេះជាធម្មតាឈានដល់កម្រិតម្ចាស់វិស័យគឺកម្រណាស់ក៏តែវាដូចដុំភ្នំអាកំបាំងនោះដូច្នេះហើយក្រៅពីកន្លែងទាំងនោះគេមិនមានការគំរាមកំហែងមកលើខ្ញុំទេលួហ្វេងនិងម៉ូលូសមាជិកស្នូលទាំងពីរនៃក្រុមហ៊ុន Virtual Universe បានដំណើរការទៅមុខលួហ្វេងយើងនឹងបែកគ្នាបន្ទាប់ពីរូងភ្នំនេះម៉ូលូនិយាយពេលគាត់ហោះមានរូងភ្នំរាប់លាននៅលើភ្នំនេះមិននោះយើងនឹងជ្រើសរើសខុសៗគ្នាបើយើងនៅជាមួយគ្នាមួយនឹងត្រូវតល់ឲ្យអ្នកផ្សេងទៀតឆាប់ឬក្រោយខ្ញុំជឿថាអ្នកនឹងមិនសប្បាយចិត្តនោះទេហាហាមិនអីទេពួកយើងនឹងបែកគ្នាទៅលួហ្វេងមុខក្បាលប្រសិនបើគាត់ជាប់គាំងជាមួយម៉ូលូគាត់នឹងត្រូវប្រុងប្រយ័ត្នបន្ថែមទៀតនៅពេលប្រើប្រកលម៉ូសាស៊ូពួកគេទាំងពីរអ្នកនោះបានហោះចេញពីភ្លើងមួយស្រវឹកលួហ្វេងមើលទៅភ្ញាក់ផ្អើលខាងមុខមានវាទឹកកកដ៏ធំហើយនៅលើនោះមានរន្ធតែដ៏ធំពួកវានីមួយខុសគ្នាពីមួយទៀតធំមានទទឹងដល់ទៅ100គីឡូម៉ែត្រចំណែកអ្នកតូចមានចម្ងាយតែពី3គីឡូម៉ែត្រប៉ុណ្ណោះទោះយ៉ាងណាក៏ដោយមនុស្សម្នាក់មិនអាចមើលឃើញជម្រៅនៃរន្ធទាំងនេះទេគ្រាន់តែថាវាគ្មានទីបញ្ចប់លួហ្វេងនិងម៉ូលូបានចុះចតកន្លែងនេះជាអ្វីម៉ូលូដើរដោយប្រុងប្រយ័ត្នទៅខាងនៃរន្ធមួយមិនច្បាស់ទេលួហ្វេងក៏ដើរទៅខាងដែររន្ធនេះអាចហៅថាជារន្ធប៉ុន្តែតាមពិតទៅវាដូចជារន្ធដែលមិនអាចមើលឃើញជម្រៅក៏តែសោះលួហ្វេងងាកមកមើលវាធំនៅក្នុងវាទឹកកកដ៏ធំនេះទីជ្រៅបំផុតអាចមើលឃើញគ្រប់ទីកន្លែងរាប់មិនអស់មានអ្វីមួយមិនត្រឹមត្រូវម៉ូលូមុខក្បាលលួហ្វេងមុខក្បាលតែក៏សល់ទឹកប្រាកដទាំងពីរនៃក្រុមហ៊ុន Virtual Universe បានធ្វើការស្ទង់មតិយ៉ាងប្រុងប្រយ័ត្នជំវិញរបស់ពួកគេក្នុងពេលដំណើរគ្នាមានអារម្មណ៍ថាមានការវាយប្រហារដោយបិសាចយ៉ាងខ្លាំងលួហ្វេងគ្រាន់តែមានអារម្មណ៍ថាមានកម្លាំងមិនគួរឲ្យជឿវាលុបពេញរាងកាយរបស់គាត់ហើយទោះបីជាមានការការពារពីខ្លាកន្ថែកវិញក៏ដោយលួហ្វេងនៅតែស្កោតឈាមស្រស់ចេញពីមាត់របស់គាត់ជីឈាមស្រស់ហួពណ៌ក្រហមក្រាស់លាតចេញពីដៃរបស់គាត់វល់កាន់តែស្ដើងប៉ុន្តែដល់ក្រាស់យ៉ាងលឿនពួកវាលាតសន្ធឹងយ៉ាងឆ្កួតលីលាដើម្បីចាប់ម៉ូលូអ្នកសាច់ទីជ្រៅបំផុតបានចាប់តាមបង្កើតថាមពលលេខមិនគួរឲ្យជឿដូចពេលដែលលួហ្វេងជួបនឹងរូងភ្នំនោះអញ្ចឹងក្រៅពីថាមពលលេខរបស់ដ៏គួរឲ្យតក់ស្លុតនោះក៏មានកំណត់ត្រាបិសាចដែលគ្មានសម្លេងបានចាក់ចូលក្នុងចិត្តរបស់គាត់នៅពេលនេះចំការទំពាំងបាយជូរដែលដឹងថាមេរបស់វាស្ថិតក្នុងគ្រោះថ្នាក់មិនអាចខ្វល់ពីម៉ូលូដែលបានហោះទៅឆ្ងាយនោះទេវាបានពង្រីកយ៉ាងលឿនដើម្បីចាប់យកជញ្ជាំងចំហៀងនិងទឹកកកចាបែកលួហ្វេងបានជាសះស្បើយយ៉ាងឆាប់រហ័សពីការវាយប្រហាររបស់បិសាចបើប្រៀបធៀបនឹងរូងលេខចុងក្រោយកំណត់ត្រារបស់បិសាចនេះខ្សោយជាបន្តិចម៉ូលូហេតុអ្វីបានជាម៉ូលូវាយប្រហារគាត់ភ្លាមគាត់មានការគោរពបែបនេះចំពោះម៉ូលូហើយពួកគេទាំងពីរជាសមាជិកក្រុមហ៊ុន Virtual Universe ម្យ៉ាងទៀតគាត់គិតថាមនុស្សម្នាក់នេះគ្មានសមត្ថភាពធ្វើបាបគាត់ទេពិតក្នុងកលការវាយប្រហារដោយលុយលាក់ពិតប្រាកដលួហ្វេងដែលមានសាច់សពផ្សេងទៀតរបស់គាត់មិនអាចបាត់បង់បានទោះជាយ៉ាងណាក៏ដោយនៅពេលនេះលួហ្វេងនេះគឺជាក្នុងកំណត់ចំណាំអារក្សទោះបីជាខ្ញុំសម្លាប់អ្នកក៏ដោយវាមិនមែនជាអ ுக ្រិតកម្មទេម៉ូលូសម្លឹងមើលទៅលួហ្វេងខាងក្រោមដោយត្រជាក់ខណៈសំឡេងមួយបន្លឺឡើងក្នុងត្រចៀកលួហ្វេងក្នុងពេលដំណើរគ្នានោះកាំភ្លើងដែលមើលទៅអស្ចារ្យមួយបានលេចឡើងនៅក្នុងដៃរបស់ម៉ូលូកាំភ្លើងឡាសែការបញ្ចេញមតិរបស់លួហ្វេងបានផ្លាស់ប្ដូរដើម្បីហ៊ានដល់កាំភ្លើងឡាសែប្រហែលជាមានការធានាថានឹងសម្លាប់គាត់បន្ទាប់មកនេះគួរតែជាកាំភ្លើងឡាសែកម្រិត E កាំភ្លើងឡាសែថ្នាក់ C6 សំឡេងរបស់បាតាបន្លឺឡើងជីម៉ូលូដែលមានកម្ពស់ខ្ពស់លើអាកាសបានថ្នាំចុះទៅក្នុងទីជ្រៅថ្នាំនេះស្ថិតនៅចម្ងាយជាង100ម៉ែត្រពីលួហ្វេងវាបានទម្លាក់ចូលជ្រៅបន្ទាប់មកម៉ូលូបានរត់ពេជ្រខ្លួនយ៉ាងលឿនតាមដែលអាចធ្វើបានបាត់ខ្លួនភ្លាមតែម្ដងរំពេចនោះក៏គាត់លួហ្វេងធ្លាក់ទៅក្នុងទីជ្រៅដោយបាញ់កាំរស្មីឡាសែចូលជ្រៅទៅហើយបាត់ខ្លួនដោយព័ត៌មានវាយឺតដំណើរការទាំងមូលនេះពិតជាចំណាយពេលមិនលើសពី 0.1 វិនាទីពេលវេលានៃការរៀបចំឡាសែថ្នាក់ C គឺត្រឹមតែ0រអ៊ូកំថាមពលលេខដ៏គួរឲ្យភ័យខ្លាចបានដំណើរការលើរាងកាយរបស់គាត់ប៉ាវល់ដែលស្ថិតនៅក្រោមសម្ពាធនៃថាមពលបានចាប់តាមហែកចេញទោះជាយ៉ាងណាក៏ដោយលួហ្វេងមិនមានការភ័យខ្លាចនៅក្នុងខ្លួនទេភ្នែករបស់គាត់ពោពេញដោយកំហឹងម៉ូលូតាមពិតគាត់ព្រោះគាត់ចង់ឲ្យខ្ញុំស្លាប់នោះខ្ញុំនឹងសម្លាប់អ្នកឯងក្រឡេកមើលទៅកំពូលអ្នកមានមោទនភាពពិតប្រាកដម្នាក់នេះពិតជាប្រើល្បិចសម្រាប់គាត់មែនប្រកូលម៉ូសាផ្លាស់ប្ដូរលួហ្វេងបានបាត់ខ្លួនភ្លាមហើយតោសាកសពគាត់បានខ្លាយជាយានដែលព្យាយាមហោះចេញស្រាប់តែយំសំឡេងក្រហមបានកើតឡើងពីទីជ្រៅបំផុតស្របពេលជាមួយគ្នានេះលំហជំវិញយានចាប់ផ្ដើមញ៉ាំហើយថាមពលលេខរបស់ដ៏គួរឲ្យភ័យខ្លាចបានធ្វើការលើវាល្បឿនរបស់វាថយចុះអ្វីលួហ្វេងភ្ញាក់ផ្អើលផ្លាស់ប្ដូររត់ក្រោះខ្លាយជាមេដៃទំហំប៉ុនមេដៃប៉ុន្តែថាមពលនៅតែខ្លាំងដូចសក់ដងទីវាចុះផ្លាស់ប្ដូរបន្ទាប់មកអណ្ដាតបានខ្លាយទៅជាថ្មដ៏ធំមួយដែលពេញរន្ធទាំងមូលប៉ុន្តែថាមពលគឺខ្លាំងណាស់វាបានបន្តធ្លាក់ចុះក្រោមបណ្ដាឲ្យមានផ្កាភ្លើងនៅពេលដែលថ្មអូសតាមនោះទាំងសងខាងបរិមាណដ៏ច្រើននៃកំទេចថ្មធ្លាក់ចុះផ្លាស់ប្ដូរលួហ្វេងបានសាក់លបងគម្រោងជាច្រើនភ្លាមទោះជាគាត់ធ្វើអ្វីក៏ដោយកម្លាំងដែលដាក់លើគាត់នៅតែដដែលហើយនៅពេលដែលគាត់ដួលនោះសំឡេងប្រហោយំដ៏គួរឲ្យភ័យខ្លាចពីខាងក្រោមបានធ្វើឲ្យបេះដូងរបស់មនុស្សម្នាក់ញ័រគឺគាត់ម៉ូលូពេលគាត់ដួលគាត់នៅស្ងៀមគាត់នឹកឃើញពីរបៀបដែលម៉ូលូបានបាញ់ឡាសែរបស់គាត់ចូលទៅក្នុងទីជ្រៅបំផុតពេលនោះគាត់មានការសង្ស័យហេតុអ្វីបានជាគាត់ប្រើស៊ីឡាសែកម្រិតដើម្បីបាញ់ចូលវាគ្មានថាមពលអ្វីទាំងអស់ឥឡូវនេះពីរូបរាងរបស់វាការបាញ់របស់ម៉ូលូប្រហែលជាដើម្បីដាស់ស្មារតីនៃអ្វីដែលជ្រៅនៅក្នុងទីជ្រៅបំផុតវិញ្ញាណនោះមានសមត្ថភាពលេចស្រដៀងនឹងសត្វស្នែងមាស
វាឥឡូវនេះដោយដឹងខ្លួនបានធ្វើការលើរាងកាយរបស់លួហ្វេងមិនថាគាត់យកកម្រងបែបណាក៏ដោយកម្លាំងក៏ខ្លាំងដែរហើយប្រសិនបើវាគ្រាន់តែងងុយគេងឬនៅងុយគេងបរិមាណធម្មតានៃធម្មពលលេខដូចជារបៀបដែលមាននៅរូងភ្នំទីមុននោះលួហ្វេងអាចខ្លាយទៅជាតូចជាងមុនបានយ៉ាងងាយព្រោះពេកខ្លួនម៉ូលូច្បាស់ជាដឹងច្បាស់អំពីស្ថានភាពនៅទីនេះដូច្នេះហើយគាត់ធ្វើដូច្នេះដោយចេតនាលួហ្វេងខឹងសម្បាយ៉ាងខ្លាំងខ្លាស់តូចលួហ្វេងដែលដួលជាបន្តបន្ទាប់បានធ្វើការខ្លាស់តូចចុងក្រោយទៅជាខ្លាឃ្មុំទឹកកកខ្លាឃ្មុំទឹកកកបានធ្លាក់ចុះហើយចូលទៅក្នុងទីជ្រៅបំផុតត្រូវតែមានផ្លូវដើម្បីរស់ត្រូវតែមានខ្លាឃ្មុំទឹកកកលួហ្វេងបានបាត់ខ្លួនភ្លាមៗទៅក្នុងជម្រៅនៃទីជ្រៅបំផុតបន្ទាប់ពីមួយរយៈរូបស្រមោលភ្លឺឡើងហើយឈរនៅខាងនៃទីជ្រៅបំផុតដោយក្រឡេកមើលទៅខាងក្រោមគឺម៉ូលូផ្កាយលួហ្វេងបបោមាត់របស់គាត់មកក្បាលទៅជាញញឹមសម្លឹងមើលទីជ្រៅដែលមិនចេះចប់គួរឲ្យខ្លាចអ្នកប្រាកដជាងមុំព្រោះនេះជាខ្ញុំឌីមិនមកទៅខ្ញុំសម្រាប់អ្នកវាគ្មានទោសអ្វីទាំងអស់ជាមួយនឹងភាពប៉ិនប្រសប់របស់អ្នកបាទទោះបីជាក្នុងអំឡុងពេលការប្រកួតជម្រុះនេះអ្នកនឹងមិនគំរាមកំហែងដល់ខ្ញុំទេទោះនៅពេលក្រោយឬនៅពេលអនាគតអ្នកនឹងគំរាមកំហែងដល់តំណែងរបស់ខ្ញុំវាល្អជាងជាមួយមនុស្សតិចដែលគំរាមខ្ញុំផ្លូវនេះទៅដល់កំពូលនេះខ្ញុំនឹងឈប់មិនបានអ្វីឡើយម៉ូលូនិយាយយ៉ាងស្រទន់ពីក្មេងកំព្រានៅក្នុងពិភពដែលជីដោយសង្គ្រាមរហូតដល់ការបាត់បង់ទីហ៊ានស្លាប់ដ៏គួរឲ្យភ័យខ្លាចនឹងបពុទាំងអស់នេះបានផ្លាស់ប្ដូរច្បាប់របស់គាត់គាត់បានបាត់ខ្លួនយ៉ាងលឿនហើយបានចាកចេញពីទីជ្រៅបុរាណដូចជាវាមានរយៈពេល1000លានឆ្នាំមកហើយគ្មានអ្នកណាដឹងទេថាលោកលួហ្វេងដ៏ប៉ិនប្រសប់នៃចក្រវាឡនិមិត្តក្រុមហ៊ុនត្រូវបានលេខប្របាក់ចំពោះទី574ពិភពលោកដ៏អាក្រក់អ្នកបកប្រែ Translation Nation Editor Translation Nation លួហ្វេងត្រូវបានជញ្ជក់ចូលទៅក្នុងទីជ្រៅនោះហើយបានធ្លាក់យ៉ាងលឿនខ្យល់បក់ចូលត្រចៀកគាត់ខណៈខ្លាឃ្មុំទឹកកកលួហ្វេងមើលជញ្ជាំងដៃកប់នៅក្បែរគាត់បើកាត់គាត់ពេលគាត់ដួលគាត់បានសេចក្ដីគិតយ៉ាងលឿនអំពីអ្វីដែលត្រូវធ្វើនៅក្នុងខ្លួនគាត់បានព្យាយាមគ្រប់វិធីដើម្បីរំដោះខ្លួនមិនថាគាត់ដូរទៅជាអ្វីនោះទេវាមិនសំខាន់ទេហើយដូចដែលបាតាបានប្រាប់គាត់ពីមុនថាលួហ្វេងថាមពលលេខគឺខ្លាំងពេកវាជាខ្លាំងជាងអ្វីដែលកប៉ាល់អូតូម៉ាតុនអាចបញ្ចេញបានទោះប្រើកប៉ាល់ក៏មិនរួចដែរខ្លាឃ្មុំទឹកកកលួហ្វេងមើលទៅខាងក្រៅនៅទីជ្រៅងងឹតអ្វីដែលគាត់អាចធ្វើបានគឺរៀបចំនឹងលេងល្បែងដើម្បីមានឱកាសរស់រានមានជីវិតគាត់បានចុះមកមិនឈប់ពេលវេលាកន្លងផុតទៅបន្តិចហើយបន្តែគាត់នៅតែចុះមកដដែលដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលពេញខាងក្នុងជុំរើជ្រៅប៉ុណ្ណាទៅវាជ្រៅជាងរុនទៅក្នុងពិភព River ហើយមានជម្រៅយ៉ាងតិច100គីឡូម៉ែត្រហើយគាត់គ្រាន់តែអាចទុកខ្លួនឯងចោលហើយពេលវេលាបានកន្លងផុតទៅវាធ្វើឲ្យគាត់គិតអំពីរឿងផ្សេងទៀតសេណារីយ៉ូជាច្រើនបានលេចឡើងក្នុងគំនិតរបស់គាត់ម៉ាក់ប៉ាទឹកឃ្មុំភីងពីងតូចហើយអាហូលួហ្វេងរអ៊ូលពណ៌នៅខាងក្នុងគាត់មើលទៅក្នុងទីជ្រៅបំផុតខាងក្រៅដោយមើលមិនឃើញអ្វីក្រៅពីខ្មៅហេតុអ្វីបានជាខ្ញុំគិតដល់គ្រួសារខ្ញុំនៅពេលនេះមើលទៅសូម្បីតែសន្លប់របស់ខ្ញុំក៏កំពុងគិតថាខ្ញុំប្រហែលជាស្លាប់នៅទីនេះដែរលួហ្វេងច្បាស់ណាស់ថាចាប់តាំងពីគាត់ត្រូវបានមូលូតគាត់ចូលទៅក្នុងទីជ្រៅបំផុតគាត់យល់ថាគាត់នៅក្នុងបញ្ហាធំជាពិសេសនៅពេលដែលត្រកូលម៉ូសាមិនអាចបំបែកចេញពីធម្មពលលេខបាននៅពេលគាត់បានធ្លាក់ចូលគ្រោះថ្នាក់លើកនេះអាក្រក់ជាងពិភពទន្លេមនុស្សអន្តៈមរណៈមួយចំនួននៅក្នុងតំបន់សម្ងាត់នៃសកលលោកបាតាបានប្រាប់គាត់មុននេះគាត់ក៏ច្បាស់ណាស់ឱកាសនៃការរស់រានមានជីវិតរបស់ខ្ញុំលើកនេះត្រូវតែទៀតណាស់ខ្លាឃ្មុំទឹកកកលួហ្វេងបានដកដង្ហើមចូលយ៉ាងជ្រៅភ្នែករបស់គាត់យ៉ាងមមាញឹកប្រឈមមុខនឹងការស្លាប់ខ្លួនឯងលួហ្វេងគ្មានការភ័យខ្លាចទេប្រហែលជាតាំងពីថ្ងៃដែលគាត់ជ្រើសរើសខ្លាចជាអ្នកចម្បាំងឬពេលវេលាដែលគាត់ជ្រើសរើសលះបង់ជីវិតរួមគ្នាជាមួយសាស្ត្រស្លាញ់មាសឬពេលវេលាដែលគាត់ជ្រើសរើសចាកចេញពីសុវត្ថិភាពនៃផែនដីឬខ្លាចជាអ្នកចម្បាំងដ៏ដាច់ខាតនៃសកលលោកគាត់បានត្រៀមខ្លួនជាយូរមកហើយសម្រាប់ការស្លាប់មានអ្នកចម្បាំងរាប់មិនអស់ដែលប្រថុយវាទាំងអស់នៅក្នុងសកលលោកប៉ុន្តែមានតែមួយប៉ុណ្ណោះក្នុងចំនួន1000លានដែលធ្វើឲ្យវាខ្លាចជាមនុស្សស្លាប់បានចាប់តាមដំណើរនេះខ្ញុំបានរៀបចំទុកជាមុនសម្រាប់ការស្លាប់របស់ខ្ញុំទោះបីជាយ៉ាងណាក៏ដោយប្រសិនបើមានឱកាសរស់រានមានជីវិតខ្ញុំនឹងតស៊ូយ៉ាងខ្លាំងដើម្បីធ្វើវាម៉ូលូរូបរាងរបស់ម៉ូលូភ្លឺក្នុងចិត្តជាការពិតខ្ញុំមិនបានគិតថាអ្នកជាការគំរាមកំហែងឬជាសត្រូវនោះទេពីព្រោះខ្ញុំគោរពអ្នកហើយមិនចង់ធ្វើជាសត្រូវរបស់អ្នកទេខ្ញុំក៏គិតថាអ្នកនឹងមិនល្ងងដោយការបន្តទៅមុខទៀតនោះទេមិនត្រឹមតែប៉ុណ្ណឹងទេព្រោះតែទំនុកចិត្តលើខ្លួនឯងខ្ញុំជឿថាអ្នកមិនមែនជាអ្នកគំរាមកំហែងខ្ញុំទេលួហ្វេងគិតថាទោះជាយ៉ាងណាឥឡូវនេះខ្ញុំយល់ហើយគ្មានវិធីណាដើម្បីស្វែងរកអ្វីដែលនៅក្នុងចិត្តរបស់បុរសនោះទេខ្ញុំមិនងាយទុកចិត្តអ្នកដទៃឬមានទំនុកចិត្តលើខ្លួនឯងខ្លាំងពេកទេដោយទុកឲ្យខ្លួនឯងក្រអឺតក្រទមបាទនៅក្នុងបេះដូងរបស់លួហ្វេងសកម្មភាពរបស់ម៉ូលូពីមុនគឺងំប្រហែលជាដោយកំឯងលើវិធីសាស្ត្របែបនេះគាត់គិតថាគាត់អាចកម្ចាត់លួហ្វេងកម្ចាត់មនុស្សដែលមានទេពកោសល្យតិចតួចដែលជាការគំរាមកំហែងដល់គាត់វិធីនេះគាត់នឹងមានពេលច្រើនទៀតនៅតែស្ថិតក្នុងបល្ល័ង្កនៃតំបន់បុព្វកាលទោះជាយ៉ាងណាក៏ដោយតាមទស្សនៈរបស់លួហ្វេងនេះគ្រាន់តែជារឿងឆៅល្ងងនេះគ្រាន់តែជាស្ថានភាពផ្លូវចិត្តរបស់គាត់ក៏ដែលកំពុងតែវិលវល់ដោយសារតែគាត់បានបង្ហាត់ចិត្តគាត់លួហ្វេងច្បាស់ណាស់អ្នកខ្លាំងត្រូវមានទំនុកចិត្តលើខ្លួនឯងមានតែវាទេដែលពួកគេអាចឈរនៅចំណុចកំពូលបានបើគេមិនទុកចិត្តខ្លួនឯងដោយប្រើផែនការអាក្រក់បែបនេះដើម្បីបង្ខូចគេឈ្មោះឬធ្វើបាបអ្នកដទៃតើគេអាចកម្ចាត់បានប៉ុន្មានអ្នកនេះគេឆ្ពោះទៅរកភាពរឹងមាំអ្នកដែលប្រកួតប្រជែងមិនមែនគ្រាន់តែជាលួហ្វេងនឹងអ្នកទៅនឹងកើតនោះទេវានៅតែមានអ្នកពូកែខាងកំពូលនៃវិស័យផ្សេងទៀតនឹងការប្រណាំងរាប់លាននៅក្នុងសកលលោកទេក៏សោះរាប់មិនអស់តើលោកអាចកម្ចាត់បានប៉ុន្មានអ្នកត្រូវតែជឿខ្លួនឯងពង្រឹងខ្លួនឯងនោះជាផ្លូវរបស់អ្នកខ្លាំងការកម្ចាត់ខ្មាំងសត្រូវនោះជារឿងឆៅល្ងងនោះជាកំហុសក្នុងការគិតរបស់គាត់ហើយព្រាមួយវល់បន្ទាប់មកគាត់ត្រូវបានកំណត់ថានឹងមិនខ្លាចជាខ្លាំងពិតប្រាកដម៉ូលូប្រសិនបើខ្ញុំមិនស្លាប់ពីរឿងនេះទេអ្នកនឹងសោកស្ដាយវាអស់មួយជីវិតលួហ្វេងមើលទៅខាងក្រោមមួយសន្ទុះក្រោយមកលួហ្វេងមានស្រទាប់ទឹកកកនៅខាងក្រោមគុំនិតរបស់បាតាឈានដល់លួហ្វេងញាក់សាច់ខ្លាឃ្មុំទឹកកកលួហ្វេងមានលឿនដូចតារាបាញ់ក្នុងរយៈពេលតិចជាង0.001វិនាទីគាត់បានបិទចំណាយ20គីឡូម៉ែត្រប្រញាំប្រាស់ទាំងពីរបុកចូលទៅក្នុងស្រទាប់ទឹកកកបណ្ដាលឲ្យវាទៅបំបែកពីគ្នាស្រទាប់ទឹកកកឆ្ងាយបានបំបែកផងដែរនៅក្រោមស្រទាប់ទឹកកកទាំងថ្មក្រាស់ៗបានញ័រដោយគ្មានដាននៃការខូចខាតសំឡេងរហូតត្រចៀកគ្រប់ប្រភេទបានបន្លឺឡើងពីគ្រប់ទិសទីបន្ទាប់ពីចុះមកយ៉ាងលឿនទីបំផុតគាត់បានទៅដល់បាត់ហើយខ្លាឃ្មុំទឹកកកដែលមើលទៅហាក់ដូចជាឈួននោះអង្គុយលើស្រទាប់ទឹកកកដែលបាត់ហើយមើលជុំវិញគ្រប់ទិសទីតាមដែលគាត់ឃើញមិនថាតូចឬធំរាងមនុស្សឬសត្វឬទម្រង់រុក្ខជាតិជាដើមមានសត្វច្រើនណាស់គាត់មើលមិនឃើញទេសត្វជាច្រើនរាប់មិនអស់នៅលើភ្នំទឹកកកខ្លាឃ្មុំទឹកកកដល់ឈួននោះក្រោមឡើងយឺតហាក់ដូចជាមុំប៉ុន្តែពោពេញទៅដោយការភ័យខ្លាចនិងកក់ស្លុត
ព្រះហើយមានសត្វច្រើនណាស់ខ្ញុំមិនអាចមើលឃើញចុងបញ្ចប់នៃពួកវាទេជួរក្នុងដែលគ្មានទីបញ្ចប់នេះប្រហែលជាមានសត្វជាង10ក្បាល លួហ្វេងមានការភ្ញាក់ផ្អើលនៅក្នុងខ្លួនមិននឹកស្មានថានឹងមានសម្បុកសត្វនៅបាត់ជ្រៅត្រូវហើយការថាមពលលេបានផលិតមុននេះដោយរបៀបណាលួហ្វេងប្រយ័ត្ន6.1 គីឡូម៉ែត្រខាងមុខមានសត្វសាហាវវាមានថាមពលអាចប្រៀបធៀបទៅនឹងសត្វដែលមិនទាន់ស្លាប់បាតាមព្រមានគាត់ដោយការភ្ញាក់ផ្អើលមិនទាន់ស្លាប់លួហ្វេងភ្ញាក់ផ្អើលខ្លាឃ្មុំឈួតមើលជុំវិញតើសត្វនោះនៅឯណាចម្ងាយ6.1 គីឡូម៉ែត្រគ្មានសត្វណានៅក្នុងតំបន់6.1 គីឡូម៉ែត្ររបស់ខ្ញុំទេចម្ងាយគឺមានតែភ្នំមួយហើយនៅលើវាក៏រាប់មិនអស់សត្វខ្លាឃ្មុំទឹកកកលួហ្វេងទំនាក់ទំនងជាមួយបាតាងងភ្នំទឹកកកនោះជាសត្វដេរឆានបាតានិយាយព្រះជាម្ចាស់លួហ្វេងមានការភ្ញាក់ផ្អើលខ្លាឃ្មុំឈួតបានរក្សាភាពស្ងៀមស្ងាត់របស់វាដើរតាមសត្វដទៃហើយដើរតាមស្រទាប់ទឹកកកទោះជាយ៉ាងណាវាបានឃើញយ៉ាងច្បាស់នៅជួរភ្នំបន្តនេះនៅពេលខាងមុខភ្នំទឹកកកជាសត្វដេរឆានមែនទេភ្នំទឹកកកនេះគ្រាន់តែមើលមួយផ្លែតមានចម្ងាយយ៉ាងតិច1.000 គីឡូម៉ែត្រលួហ្វេងបាននិយាយរអ៊ូខូចបាននិយាយពីទំហំភ្នំទឹកកកនេះប្រហែលមិនតូចជាងផែនដីទេពិតជាសត្វមែនទេខ្លាឃ្មុំទឹកកកបានបន្តដើរក្នុងពិភពទីជ្រៅដ៏ធំនេះវាពិតជាធំធេងមិនគួរឲ្យជឿចំនួនសត្វប្រហែលជាមានរាប់លានប្រសិនបើសម្បុកដំបូងដែលគាត់បានរកឃើញមុននេះគឺជាទន្លេនោះសម្បុកសត្វព្រៃពិភពលោកដ៏ជ្រៅនេះប្រៀបដូចជាមហាសមុទ្រដ៏ធំល្វឹងល្វើយសត្វសាហាវរាប់លានជារឿយៗគាត់បានចូលទៅក្នុងសត្វកម្រិតម្ចាស់ផ្នែកសូម្បីតែអង្គការក៏លោតចូលទៅក្នុងសត្វដ៏ធំសម្បើមដែលមានថាមពលអាចប្រៀបធៀបទៅនឹងសត្វដែលមិនទាន់ស្លាប់សត្វដេរឆានទាំងនេះសុទ្ធតែជាសត្វធំខ្លាំងណាស់ទោះបំផុតគឺយ៉ាងហោចណាស់ពី 3,000 គីឡូម៉ែត្រដែលធំជាងគេមើលមិនឃើញដល់ទីបញ្ចប់គឺពីដើមឈើទឹកកកដែលមានកម្រាស់ពី300 គីឡូម៉ែត្រជាមួយនឹងអង្គចិត្តនៃកំពូលគឺពី 3,000 គីឡូម៉ែត្រស្រាប់តែមេឃឈើរាប់មិនអស់បានយកបង្កើតបានជាថាមពលលេខដ៏គួរឲ្យភ័យខ្លាចដែលបណ្ដាលឲ្យរន្ធមួយចំនួនខាងលើលេខចូលយ៉ាងឈួតបន្តិចទៀតបុរសស្នែងខ្មៅម្នាក់បានធ្លាក់ចូលមកក្រោមភ្លាមបណ្ដាលឲ្យសត្វសាហាវសន្ធឹកសន្ធាប់សត្វសាហាវរាប់ម៉ឺនក្បាលបានស្រែកឡើងយ៉ាងប្រញាប់ប្រញាល់ថាហើយវាកំទេចអ្វីទាំងអស់យំសត្វទាំងអស់បានប្រហែលយ៉ាងរំភើបក្នុងចំណោមសត្វខ្លាឃ្មុំទឹកកកមួយក្បាលក៏ប្រហែលដែរព្រះហើយខ្លាឃ្មុំទឹកកកលួហ្វេងក្រឡេកមើលអតិថិភាពទាំងកក់ស្លុតក្នុងចិត្តសំណាងហើយដែលខ្ញុំបានខ្លាចជាខ្លាឃ្មុំទឹកកកហើយចុះមកប្រសិនបើខ្ញុំចុះមកក្នុងទម្រង់ជាមនុស្សរបស់ខ្ញុំហុំព័ទ្ធដោយសត្វច្រើនយ៉ាងនេះតើឲ្យខ្ញុំរស់ដោយរបៀបណាសូម្បីតែចៅហ្វាយនាយផ្នែកដែលមកទីនេះក៏ស្លាប់ដោយមិនដឹងខ្លួននៅក្នុងពិភពដ៏ខ្មៅងងឹតលួហ្វេងបានដើរលេងអស់រយៈពេលជាង3ថ្ងៃគាត់បានរកឃើញសត្វដេរឆានរាប់លានក្បាលហើយក្នុងចំណោមពួកវាមានចៅហ្វាយនាយផ្នែកជាច្រើននិងកម្រិតដែលមិនចេះស្លាប់ដល់ធំសម្បើមសត្វហើយមានជាង20ក្បាលសំណាងហើយពេលនេះខ្ញុំក៏ជាសត្វដេរឆានដែលខ្លាឃ្មុំទឹកកកលួហ្វេងអង្រួនបានរបស់វាក្នុងចំណោមសត្វសាហាវរាប់មិនអស់គាត់បានដើរយឺតគាត់មិនហ៊ានធ្វើអ្វីក្រៅចរិតដើរតាមសត្វដេរឆានទេព្រោះគាត់មិនដឹងថាក្នុងពិភពអវិជ័យនេះថាតើមានសត្វដ៏អស្ចារ្យផ្សេងទៀតឬអត់ខ្ញុំមិនអាចធ្វើប្រហែលបានទេខ្ញុំជាជាងចិត្តជាពេលវេលានឹងដើរយឺតជាជាងធ្វើខុសទោះបីជាយ៉ាងណាក៏ដោយគាត់ពិតជាយឺតបានធ្វើដំណើរជាមួយ00 គីឡូម៉ែត្រក្នុងមួយថ្ងៃក្នុងមួយប៉កព្រឹកភ្នែក2ខែបានកន្លងផុតទៅហើយលួហ្វេងបានរស់រានមានជីវិតជាង2ខែនៅក្នុងពិភពដ៏ជ្រៅនោះវាពិតជាគួរឲ្យធុញណាស់នៅទីនេះក្នុងពិភពទីជ្រៅនេះមានតែសត្វដេរឆានទេដែលរស់នៅទីនេះហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះគឺសូម្បីតែគ្មានសញ្ញាអរិយណាមួយក៏ដោយខ្លាឃ្មុំទឹកកកលួហ្វេងដើរលេងអស់សង្ឃឹមភ្នំឌីមុនត្រូវបានបំបែកទៅជាភ្នំឌីមុនណូតនិងភ្នំទឹកកកហើយសម្រាប់ភ្នំឌីមុនណូតនេះមានផ្ទៃដីដ៏ធំល្វឹងល្វើយដោយគ្មានកំណត់ចំណាំអរិយណាមួយឡើយនោះពិតជាចម្លែកនោះជាអ្វីលួហ្វេងសម្លឹងមើលទៅចម្ងាយនៅទីនោះគេអាចមើលឃើញពន្លឺពណ៌មាសព្រោះវាឆ្ងាយពេកគាត់មើលមិនច្បាស់ទេខ្ញុំនឹងទៅលួហ្វេងបន្តដំណើរទៅមុខយឺតបន្ទាប់ពី 3,000 គីឡូម៉ែត្រក្នុងចំណោមសត្វគាត់បានមើលទៅឆ្ងាយមានវិញ្ញាណអណ្តែតទឹកជាច្រើនខណៈពេលដែលគាត់ហាក់ដូចជាឆៅល្ងងនៅក្នុងរូបរាងលួហ្វេងពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងកាយវិញ្ញាណអណ្តែតទឹកវិញ្ញាណដែលបញ្ចេញពន្លឺមាសនៅក្នុងពិភពអណ្តែតដ៏ធំនេះមានសត្វជាច្រើនរាប់មិនអស់ដែលវាសងហេតុផលប៉ុន្តែឥឡូវនេះមានសូម្បីតែវិញ្ញាណអណ្តែតមែនទេលួហ្វេងសម្លឹងមើលទៅដោយប្រុងប្រយ័ត្នហើយដោយក្រឡេកមើលទៅមានវិញ្ញាណអណ្តែតទឹកប្រហែល32មួយមានអង្គកចិត្តប្រហែល10 គីឡូម៉ែត្រហើយក្នុងចំណោមពួកគេទាំងអស់មានពន្លឺពណ៌មាសក្នុងចំណោមពួកគេប្រហែល23នាក់ត្រូវបានគ្របដោយពន្លឺពណ៌សដូចជាសំណាញ់មួយគ្របដល់តបទាំងស្រុងនៅវិញទាំង23កាយវ៉ាងសំឡេងខ្សោយនឹងតិចដែលបញ្ចេញចេញពីវិញ្ញាណអណ្តែតទឹកនៅខាងមុខដោយគ្មានកម្លាំងវាប្រហារណាមួយឡើយយ៉ាងណាមិញនេះបានធ្វើឲ្យព្រលឹងរបស់លួហ្វេងមានអារម្មណ៍សុខស្រួលយ៉ាងខ្លាំងជំពូកទី575អ្នកបកប្រែដែលមិនទាន់ស្លាប់អ្នកបកប្រែជាតិប្រែសម្រួលប្រជាជាតិនៃការបកប្រែព្រះបរមរាជវាំងចំនួន32មានពណ៌មាសភ្លឺហើយអណ្តែតក្នុងពិភពអវិជ័យដែលគ្មានទីបញ្ចប់ក្នុងចំណោមវាំងទាំងនោះមាន23ប្រាសាទត្រូវបានបាំងដោយរនាំងពន្លឺពណ៌សប៉ុន្តែនៅសល់ទៀតមិនមានរបាំងទាំងនេះទេយំអូបសត្វពាហនៈនៅគ្រប់ទិសទីសម្លឹងមើលទៅវិញ្ញាណអណ្តែតទឹកស្ទើរតែហាក់ដូចជាតាក់ទាញដោយពួកវាស៊ូសត្វពាហនៈជាច្រើនបានហោះទៅលើមេឃឆ្ពោះទៅរករាជវាំងពេញសត្វពាហនៈបានប៉ះទង្គិចគ្នាទៅនឹងពន្លឺពណ៌សដែលរុំព័ទ្ធវាំងហើយបានធ្លាក់ចុះត្រង់ហូបចូលទៅក្នុងស្រទាប់ទឹកកកហើយបំបែកវាចេញពីគ្នាបន្ទាប់មកសត្វទាំងនេះបានក្រោកឈរឡើងយ៉ាងឆៅល្ងង់ហើយពួកគេមួយក្រុមពិតជាបានលោតឡើងម្ដងទៀតហើយហោះឆ្ពោះទៅរកពន្លឺពណ៌សប៉ះទង្គិចធ្លាក់ក្រោកឈរឡើងហើយលោតម្ដងទៀតប៉ះទង្គិចធ្លាក់ទៀតហើយសត្វល្ងង់មួយចំនួនហាក់ដូចជាមានសាច់ដុំនៅក្នុងខួរក្បាលរបស់ពួកគេលុះត្រាតែបរាជ័យជាបន្តបន្ទាប់ជាច្រើនដងទីបំផុតពួកគេបានបោះបង់ខ្លាឃ្មុំទឹកកកលួហ្វេងក៏ក្រឡេកមើលទៅវិញ្ញាណទាំង32ផងដែរមានចំនួន32ក្នុងចំណោម23មានពន្លឺពណ៌សមិនមានស្រទាប់ការពារលើពួកវាទេសត្វដែលហាទៅរកពួកវាបានយ៉ាងងាយឆ្លងកាត់ខ្ញុំនឹងបាញ់វាលួហ្វេងបានរៀបចំខ្លួនខ្លាឃ្មុំទឹកកកដែលថតនឹងសំពីងសំពងហើយលោតមនុស្សម្នាក់អាចមើលឃើញតែពន្លឺមាសនៅក្នុងព្រះបរមរាជវាំងដែលគ្របដណ្ដប់ដោយពន្លឺពណ៌សមនុស្សម្នាក់ស្ទើរតែមិនអាចមើលអ្វីផ្សេងទៀតនៅខាងក្នុងពេញខ្លាឃ្មុំទឹកកកបានប៉ះទង្គិចគ្នានឹងពន្លឺហើយបានធ្លាក់ចុះជាមួយនឹងការធ្លាក់ចូលទៅក្នុងស្រទាប់ទឹកកកមុនពេលឡើងចុះយឺតភាពខ្លាំងនៃរបាំងនេះគឺគួរឲ្យភ្ញាក់ផ្អើលការប៉ះទង្គិចរបស់ខ្ញុំមិនបានប៉ះពាល់ដល់វាទាល់តែសោះសូម្បីតែប៉ះពាល់វាលួហ្វេងលោតឡើងម្ដងទៀតលោតមួយរបស់គាត់មានកម្ពស់ពី300 គីឡូម៉ែត្រលើកនេះលោកបានធ្វើដំណើរឆ្ពោះទៅវាំងមួយក្នុងចំណោមវាំងទាំង9ដែលមិនមានពណ៌សពន្លឺពណ៌មានដល់ស្រស់បំព្រងគឺខ្លាឃ្មុំទឹកកកលួហ្វេងបានតម្រង់ទៅកាន់វិញ្ញាណអណ្តែតទឹកដ៏អស្ចារ្យនោះវិញ្ញាណទាំងមូលត្រូវបានសាងសង់យ៉ាងសាមញ្ញ
នៅចំកាដាល់គឺជាវិញ្ញាណដ៏អស្ចារ្យហើយនៅជំនាញវាគឺជាផ្លាសាថ្មដែលមានសត្វសាហាវកំពុងគៀបជាប់អ្នកខ្លះថែមទាំងចូលនៅក្នុងផ្លាសាទៀតផងនៅពេលដែលខ្លាឃ្មុំទឹកកកលូហ្វេងចុះចតនៅក្នុងផ្លាសាគាត់មានអារម្មណ៍ថាមានការប្រែប្រួលសីតុណ្ហភាពភ្លាមសីតុណ្ហភាពប្រែប្រួលសីតុណ្ហភាពនៅទីនេះប្រាកដជាមិនដូចនោះទេត្រជាក់ដូចមុនក្នុងពេលដំណើរគ្នានោះព្រះអង្គបានសង្កេតឃើញការសាងសង់វិមានអន្តរទឹកដែលបំបែកជាព្រះរាជវាំងនិងផ្លាសាហើយពួកគេទាំងពីរត្រូវបានសាងសង់ដោយថ្មខ្មៅមិនមានសញ្ញានៃទឹកកកនៅខាងក្នុងទេតែថ្មខ្មៅថែមទាំងមានស្នាមឆ្លាក់ចម្លែកនៅក្នុងខ្លួនចម្លាក់ទាំងនេះសុទ្ធតែជាមាសចម្លាក់មាសរាប់មិនអស់ត្រូវបានគេបោះត្រានៅក្នុងជញ្ជាំងព្រះបរមរាជវាំងនិងផ្លាសាពន្លឺពណ៌មាសភ្លឺចេញពីចម្លាក់ទាំងនេះតើការឆ្លាក់ច្បាប់អាចកំបាំងអ្វីទៅលួហ្វេងបានសម្លឹងមើលពួកគេហើយមានអារម្មណ៍ងឿងឆ្ងល់បាតាក៏ត្រាពួកគេយល់នៅពេលនេះជញ្ជាំងទាំងអស់នៃវាំងនិងផ្លាសាស្រាប់តែបានចេញនៅពន្លឺក្នុងសកលពន្លឺរាប់មិនអស់បានឆ្លងកាត់លួហ្វេងហើយប្រមូលតុំគ្នាយ៉ាងលឿននៅក្នុងវាំងបង្កើតបានជារូបភាពឆ្លាក់អាកំបាំងដែលមិនអាចប្រៀបផ្ទឹមបានបន្ទាប់ពីវាបានបញ្ចប់វាបានក្លាយជាស្រទាប់នៃពន្លឺពណ៌សពន្លឺពណ៌សនេះបានរុំព័ទ្ធព្រះបរមរាជវាំងទាំងមូលអ្វីលួហ្វេងភ្ញាក់ផ្អើលពេលគាត់ងាកទៅមើលពេងហូអ៊ីអេហ្វូហាសេអាយុំនៅពន្លឺពីមុខទេដានិងអូរ៉ាចាចូលទៅក្នុងវិហារហ្វាលីនខ្លាឃ្មុំទឹកកកលួហ្វេងឆ្ពោះទៅរកពន្លឺដោយប្រយ័ត្នប្រយែងហើយទៅដំខាងនៃផ្លាសាពង្រីកក្រញាំរបស់គាត់ចូលក្រញាំរបស់គាត់បានឆ្លងកាត់ភ្លាមដោយមិនមានការប្រឆាំងណាមួយឡើយលួហ្វេងសម្រាប់នៅខាងក្នុងពេលរារាំងអ្នកខាងក្រៅមិនឲ្យចូលប៉ុន្តែមិនមានការប្រឆាំងពីខាងក្នុងទេខ្ញុំហាក់ដូចជាអាចចាក់ចេញបានដោយគ្មានការស៊ូណាមួយឡើយលួហ្វេងបានរក្សាក្រញាំរបស់គាត់ហើយងាកទៅមើលវិមានដ៏ធំផ្លាសានេះមានប្រវែងនិងទទឹងប្រហែល10គីឡូម៉ែត្រវិមានគឺប្រហែល1/4នៃផ្លាសាយំសត្វហាដ៏ភ្លឺថ្លាមានស្លាប8ហោះទៅមុខទ្វារវាំងសត្វនេះនិយាយអំពីចាស់ដែលកម្រិត8នៅក្នុងកម្លាំងដែលបានបង្កើតឡើងទាំងស្រុងពីទឹកកកវាមើលទៅស្រស់ស្អាតនៅក្រោមពន្លឺមាសដល់ពេលបិទច្រកចូលស្រមោលខ្មៅបានលេចឡើងប៊ូមអ្វីមួយបានវាយទៅលើរាងកាយរបស់សត្វនេះសត្វដែលមានប្រវែងជាង100ម៉ែត្រនេះត្រូវបានគូយ៉ាងខ្លាំងវាបានផ្ទុះភ្លាមដុំទឹកកករាប់មិនអស់រាយប៉ាយពេញខ្លួនខណៈខ្លះទៀតវាបានឆ្លងកាត់របាំងពន្លឺមុនពេលហោះហើរត្រឡប់មកវិញលួហ្វេងភ្ញាក់ផ្អើលនៅពេលគាត់ដកដង្ហើមធំហើយមើលនៅទីនោះនៅច្រកចូលមានសត្វស្វាហ្គោរីឡាដែលមើលទៅដូចជាត្រូវបានបង្កើតឡើងពីថ្មខ្មៅគាត់បានកាន់ដំបងវែងពណ៌ខ្មៅស្រដៀងគ្នាដែលនៅលើនោះមានចម្លាក់មាសអាកំបាំងសត្វស្វាកាន់ដំបងរបស់វាហើយក្រឡេកមើលទៅខាងក្រៅដោយសម្លឹងមើលទៅលើសត្វព្រៃមុននឹងត្រឡប់ចូលទៅក្នុងវាំងវិញកាយទម្រង់ជីវិតថ្មលួហ្វេងមានការភ្ញាក់ផ្អើលមានទម្រង់ជីវិតជាច្រើននៅក្នុងសកលលោកលោហៈរុក្ខជាតិសាច់និងឈាមថាមពលតើជីវិតជាអ្វីក៏ដោយដែលមានបញ្ញាត្រូវបានចាត់ទុកថាជាជីវិតហើយសត្វទាំងនេះសត្វពិសេសដែលផលិតនៅក្នុងបរិយាកាសនៃភ្នំបិសាចមិនអាចចាត់ទុកថាជាទម្រង់ជីវិតបានឡើយព្រោះពួកគេគ្មានសមត្ថភាពគិតអ្វីទាំងអស់មានទម្រង់ជីវិតថ្មនៅក្នុងរាជវាំងទោះយ៉ាងណាក៏ដោយតាមព័ត៌មានដែលក្រុមហ៊ុន Virtual Universe បានផ្ដល់មកពួកគេបាននិយាយថាមានតែសត្វនៅទីនេះសត្វ Gorilla ថ្មនោះការសម្លឹងមើលនោះវាពិតជាផុសតាំងនៃភាពវៃឆ្លាតមែនទេព្រោះហ្វេងមានការតក់ស្លុតមនុស្សម្នាក់អាចប្រាប់ពីភាពវៃឆ្លាតបានយ៉ាងងាយស្រួលពីការសម្លឹងមើលទៅសាមញ្ញព្រោះហ្វេងបានសង្កេតដោយអត់ធ្មត់នៅក្នុងផ្លាសាដោយមិនហ៊ានចូលក្នុងរយៈពេល3ថ្ងៃគាត់បានឃើញសត្វ18ព្យាយាមចូលទោះយ៉ាងណាក៏ដោយនៅច្រកចូល Gorilla ថ្មនោះនឹងគូនឹងបំបីពួកវាខ្ញុំមានអារម្មណ៍ថាវាគួរតែមានអាកំបាំងធំមួយនៅក្នុងវាំងព្រោះហ្វេងបានគិតពន្លឺមាសចម្លាក់មាសអាកំបាំងដែលគាត់មិនយល់ Gorilla ថ្មអាកំបាំងយាមទ្វារហើយវិញ្ញាណនេះដែលអន្តរនៅក្នុងសម្បុកនៃសត្វជាច្រើនរាប់មិនអស់គ្រប់យ៉ាងសុទ្ធតែប្រាប់ពីរាជវាំងថាមានអាកំបាំងដ៏ធំអ្នកលីលើណាក៏អាចសន្និដ្ឋានបានយ៉ាងហោចណាស់ដែរកាយទោះយ៉ាងណាតើខ្ញុំចូលដោយរបៀបណាលួហ្វេងសម្លឹងមើលច្រកចូលបើខ្ញុំទៅធ្វើម៉េចបើខ្ញុំត្រូវគេសម្លាប់បែបហ្នឹងញាក់សាច់ពិភពទីជ្រៅទាំងមូលបានក៏ក្រាវយ៉ាងខ្លាំងប្រឡូកដល់គួរឲ្យភ័យខ្លាចបានសាយភាយទៅគ្រប់ទិសទីដោយកាន់នឹងពន្លឺពណ៌សដែលគ្របដណ្ដប់លើវាំងលួហ្វេងមានរឿងអីលួហ្វេងងាកទៅមើលខាងក្រៅយំការសត្វសាហាវរាប់ម៉ឺនក្បាលបានប្រហឹងការផ្ទុះដ៏ខ្លាំងនោះបានបង្កឲ្យមានការចលាចលទាំងមូលហាអ្នកមានកម្រិតទាបហ៊ានរញ៉េរញ៉ៃជាមួយខ្ញុំសំឡេងលោកព្រះបន្លឺឡើងពេញលំហលោកព្រឹទ្ធាចារ្យទោះបីសត្វសាហាវទាំងនេះមិនគំរាមកំហែងច្រើនក៏ដោយប្រសិនបើពួកវានៅជាប់គ្នាវាពិបាកពេកចូលយើងប្រញាប់ចូលទៅក្នុងវិមានមរតកមិនអីទេក្នុងចំណោម32វិមានមរតកមានតែ8ទៅទេនៅសល់ទាំងអស់មានមនុស្សនៅក្នុងពួកគេនោះជារឿងចម្លែកព័ត៌មានរបស់ The Great Union បាននិយាយថា9គឺទៅទេមិនមានបញ្ហាអ្វីទេមានតែពួកយើងពីរនាក់ប៉ុណ្ណោះមិនថាម៉ោង8ឬ9ទេយើងមិនអីទេខ្លាឃ្មុំទឹកកកលួហ្វេងបានស្នាក់នៅក្នុងផ្លាសាសំឡេងប្រហោយំនិងប្រហឹងពីខាងក្រៅកាន់តែខ្សោយទៅស្ងាត់ទៅវិញភ្លាមអ្វីក៏វិលមកសភាពដើមវិញគាត់យ៉ាងណាក៏ដោយលួហ្វេងមិនស្រួលក្នុងខ្លួនពិតជាមានមនុស្សគុំនិតជាច្រើនបានភ្លឺក្នុងចិត្តរបស់គាត់វិមានមរតក8 9សំឡេងពីមុនគួរតែជាអ្នកចម្បាំងពីរនាក់យ៉ាងហោចណាស់មិនទាន់ស្លាប់សហភាពដ៏អស្ចារ្យនោះជាអង្គការអ្វីព្រោះហ្វេងភ្ញាក់ផ្អើលពន្លឺពណ៌សកុំប្រាប់ខ្ញុំពេលមាននរណាម្នាក់ចូលព្រះរាជវាំងនឹងបញ្ចេញពន្លឺពណ៌សភ្លាមជាការពិតដូចដែលគាត់បានហោះចូលទៅក្នុងផ្លាសាមុននេះមានតែពន្លឺពណ៌សប៉ុណ្ណោះដែលបំភ្លឺក្នុងវាំងតើរាជវាំងអាចទទួលស្គាល់ភាពខុសគ្នាវាងខ្ញុំនិងសត្វដទៃទៀតទេលូហ្វុងសម្លឹងមើលទៅមុខវាំងខាងមុខដោយភ្ញាក់ផ្អើលសូម្បីតែសត្វដែលមិនចេះស្លាប់និងសូម្បីតែសត្វដែលមានថាមពលខ្លាំងជាងប្រសិនបើពួកគេមិនបានស្កេនលួហ្វេងដោយផ្ទាល់ទេនោះពួកគេមិនអាចប្រាប់ពីភាពខុសគ្នានៃការផ្លាស់ប្ដូរត្រកូលម៉ូសានោះទេទោះយ៉ាងណាក៏ដោយវិញ្ញាណមរតកដ៏ពិសេសនេះអាចដើម្បីស្វែងរកភាពខុសគ្នានិងលើករបាំងលួហ្វេងបានឈរយ៉ាងស្ងប់ស្ងាត់នៅក្នុងផ្លាសាជាក់ស្ដែងគាត់បានមកដល់កំពូលភ្នំអារ៉ែដ៏អាកំបាំងវិញ្ញាណមរតកហើយកន្លែងនេះនិយាយឲ្យចំមានវិញ្ញាណមរតកចំនួន32បន្ទាប់មកនៅពេលនេះរួមទាំងខ្លួនគាត់ផងដែលគួរតែមាន26នាក់ជាមួយមនុស្សនៅក្នុងពួកគេមើលទៅរាជវាំងមរតកនេះមិនមែនជាអាកំបាំងទេក្នុងចំណោមពួកកំពូលនៃចក្រវាឡពួកគេពិតជាបញ្ជូនអ្នកមកទីនេះដើម្បីទទួលយកមរតកចូលចុងក្រោយសូម្បីតែគ្រូរបស់ខ្ញុំហ៊ូយ៉ានបូក៏មិនបានដឹងអំពីអធិភាពរបស់វាដែរជាការពិតតំបន់សម្ងាត់នៃសាកលលោកទាំងនេះទើបតែបានឆ្លងកាត់ការមិនស្លាប់ត្រូវបង់ថ្លៃដ៏ច្រើនលើពីទីក្រុងដែលមានភាពវឹកវរដំបងទៅទៀតខ្ញុំពិតជាសំណាងណាស់ដែលបានមកទីនេះលួហ្វេងបានប្រឡេកមើលរាជវាំងនៅចំពោះមុខគាត់តើខ្ញុំចូលដោយរបៀបណាលួហ្វេងសាញ់ចឹងគិតមួយសន្ទុះមុននឹងធ្វើការសម្រេចចិត្តយ៉ាងឆាប់រហ័ស
គឺមនុស្សឈ្មោះលួហ្វេងបានបង្ហាញខ្លួននៅចំពោះមុខខ្លាក្នុងទឹកកកប្រកូលម៉ូសារបស់ខ្ញុំនឹងយកស្នូលចេញហើយនៅខាងក្រៅខណៈដែលរូបកាយផែនដីរបស់ខ្ញុំនឹងចូលទៅភ្នែករបស់គាត់មានពន្លឺមួយរំពេចគាត់បានប្រញាប់ទៅច្រកចូលយំពេលសត្វនៅក្នុងប្រាសាទឃើញមនុស្សលួហ្វេងពួកគេក៏ក្រហមភ្លាម